ពីមុនមកអ្នកដែលអាចបាទទៅមានឈ្មោះទៅលេងព្រឹត្តិការណ៍ធំ FIFA World Cup គឺកិត្តិយសណាស់ទោះបីជាទៅនោះចាញ់គេក្នុងវគ្គក្នុងពូគ្មានបន្ទុសោះដក10គ្រាប់ក៏ដោយប៉ុន្តែគឺជាមោទនភាពខ្លាំងមែនទែន40ឆ្នាំហើយដែលអង់គ្លេសប៉ះជាមួយនឹងអាសង់ទីនបាទចាញ់ដោយសារបាតដៃព្រះបាទរបស់ម៉ារ៉ាដូណាបាទអញ្ចឹងវាគឺជាគម្រប់ខួបបាទគម្រប់ខួប60ឆ្នាំបាទនៃការប្រកួតនៃអង់គ្លេសដែលបានបាទលើពាន World Cup គម្រប់ខួប40ឆ្នាំដែលអាសង់ទីនបានទម្លាក់អង់គ្លេសដោយសារតែម៉ារ៉ាដូណាជំរាបជូនដល់ការប្រិយមិត្តវិញក៏មានការយល់ច្រឡំបាទនឹងពាក្យថាមេស៊ីភ័យនោះបាទតែពិតយើងមិនមែននិយាយទៅទម្លាក់បង្អាប់បាទទៅលើលីអូណែលមេស៊ីទេប៉ុន្តែរឿងនេះក៏លីអូណែលមេស៊ីខ្លួនឯងក៏គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួចហើយថារៀងរាល់បាល់ពេលនាទីគឺគាត់បាទគេហៅយើងនិយាយម៉ាត់ទៅគាត់និយាយពាក្យថាគឺមិនមែនជំនាញរបស់គាត់តែម្ដងបាទណូវេបាទបងចំណុចមួយរបស់សឡតហ្នឹងបងកន្លែងហ្នឹងក៏បើជាគាត់បញ្ជូនណាបាទ2-0គឺអាចបានហ្នឹងគឺបញ្ចប់ហើយបងអត់អាចដល់ extra time ទេការប្រកួតហ្នឹងមកគាត់មិនបន្ទោសសឡតទេហ្នឹងហើយសឡតគាត់អូពេកហ្មងហើយ Haaland នៅឆ្វេងដៃគាត់អត់បញ្ជូនឲ្យស្ដាយរូបភាពហ្នឹងមែនតើបើសិនជាគ្រាប់បាល់ហ្នឹងអាចបញ្ចប់ខ្ញុំគាត់ថាអង់គ្លេសប្រហែលជាអត់អាចជួយអាសង់ទីនៅវគ្គ semi final នេះបងបាទនេះបើដល់វគ្គនេះកីឡាករគួរតែជុតទលាយដើម្បីជម្រើសជាតិយើងបាទបងមិនងាយដល់អស់លេងតែលេងសបគាត់អូ2សល់តែមួយបិទ Haaland ហ្នឹងគាត់អត់បញ្ជូនឲ្យ Haaland គាត់ទាញសុទ្ធអានេះវាជាចំណុចមួយដ៏ស្ដាយបាទមិនបាសេពាត់ទាត់មួយបាសេបាទព្រោះ fan ដូចគ្នាគេចង់ឃើញរូបភាពហ្នឹងហ្មងណាគេបាទបងរដូវកាលនេះកីឡាកររៀលអត់ជាប់បិទជម្រើសជាតិព្រោះអញ្ចឹងការប្រកួតបានមកស្គប់$1មួយតែទៅចុះហុងប្រាបាទនេះហ្នឹងទៅនិយាយទៅអីអត់ load ពេលនេះហ្មងអត់ load ពេលអត់តាន់ confirm ហ្មងហ្នឹងបាទសួស្ដីទៅកាន់ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីបាទថ្ងៃនេះជួបគ្នាបន្តទៀតហើយបាទហើយជាមួយនឹងកម្មវិធីរបស់យើងហើយសម្រាប់ថ្ងៃនេះទៅសោតបាទក៏មានបាទខែតាវាគ្មិនរបស់យើងបាទក៏យើងថា admin ណាបាទចូលរួមមួយកម្មវិធីរបស់យើងកើតដោយឡើងមកថ្មីទៀតហើយបាទលើកមុនគឺមាន admin តំប៉ាវបាទក៏ដូចជា Alex បាទថ្ងៃនេះក៏ដូចជាបាទជួនណែនាំទៅកាន់ប្រិយមិត្តផងដែរបាទគឺដូចជា admin Seren បាទហើយដូចជាបាទ admin ដុល្លារបាទសួស្ដីបាទហើយថ្ងៃនេះជាកិត្តិយសមែនតើបាទដែលកម្មវិធីរបស់យើងបាទបានជួបជាមួយនឹងគេហៅថាជើងខ្លាំងបាទហើយសម្រាប់ថ្ងៃនេះទៀតសោតបាទក៏ខន្តីអភ័យទោសទៅកាន់ប្រិមិត្តផងដែរបាទរៀងរោករាក់ទៀតហើយបាទអត់ទាន់បានអីស្មូសនៅឡើយទេបាទប៉ុន្តែយើងសង្ឃឹមថានឹងធ្វើឲ្យបានល្អជាងនេះបាទនៅសូបន្តទៀតបាទហើយក៏អរគុណទៅកាន់ប្រិមិត្តមែនតើបាទហើយសម្រាប់ថ្ងៃនេះបាទគ្មានអីទេក្រៅពីការយើងនិយាយគ្នាអំពី World Cup បន្តទៀតបាទយើងឃើញថាសម្រាប់ក្រុមដែលត្រូវឡើងទៅកាន់វគ្គបាទពាក់កណ្ដាលប្រៃព្រាត់ក៏យើងឃើញហើយបាទគឺមានដូចជាអង់គ្លេសបាទបារាំងអេស្ប៉ាញហើយនិងអាសង់ទីនបាទឃើញថានៅក្នុងតំបន់អឺរ៉ុបមានរហូតដល់3ទៅហើយបាទអញ្ចឹងមានតែអាមេរិកឡាទីនមួយតែប៉ុណ្ណោះគឺអាសង់ទីនមកតែឯងលើកពានតែឯងទៀតមិនប្រកាសថាមកតែឯងលើកពានតែឯងគ្នាគេច្រើនជាងគេធ្វើបាបបាទវាមិនទៀងទាត់នោះទេបាទហើយសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះនៅវេលាម៉ោង2បាទគឺរវាងបារាំងហើយជាមួយនឹងជម្រើសជាតិអេស្ប៉ាញបាទសម្រាប់ក្រុមទាំងពីរនេះបើសិនជាយើងនិយាយអំពីប្រវត្តិដែលធ្លាប់ប៉ះគ្នាវិញគឺសម្រាប់ World Cup ធ្លាប់ជួបគ្នាមួយលើកដែរនៅអាល្លឺម៉ង់ប៉ុន្តែឃើញថាបាទបារាំងធ្វើបានល្អជាងបាទប៉ុន្តែសម្រាប់បារាំងនេះធ្វើមិនសូវបានល្អទេជាមួយនឹងអេស្ប៉ាញនៅយូរ៉ូបាទនៅយូរ៉ូបាទហើយជាចុងក្រោយទៀតនេះគឺតែចាញ់អេស្ប៉ាញ Nation League ទេបាទ Nation League ចាញ់យូរ៉ូហើយបន្តមក Nation League ទៀតបាទហ្នឹងយូរ៉ូដូចជាប៉ះគ្នានៅក្នុង semi final ដែរហ្នឹងហើយអេស្ប៉ាញដាក់2-1បាទ2-1បាទតែយ៉ាងណាមិញគឺសម្រាប់ការដែលលេងយូរ៉ូនោះគឺអត់មានអូលីសទេបាទអត់ទាន់មានអូលីសទេហើយណាមួយទៀតសម្រាប់ការប្រកួត Nation League ចុងក្រោយគឺមាន Nico Williams បាទអញ្ចឹងសម្រាប់យប់នេះវាអាចនឹងមានវាអាចនឹងអត់បាទព្រោះដោយសារតែ Nico Williams បានបង្ហាញខ្លួននៅវគ្គ8ក្រុមចុងក្រោយអញ្ចឹងណាបាទដូចជាផ្លាស់ប្ដូរចុងម៉ោងពីពីដើមគេ keep ស៊ីន3នាក់គេនៅយូរ៉ូ3នាក់គេនៅយូរ៉ូណាបាទសួស្ដីបាទហើយហៀឆាយបាទពើមានស៊ីវិចបាទបារាំងពេញបេះដូងបាទហើយសម្រាប់ក្រុមជម្រើសជាតិបារាំងនៅក្នុងយប់នេះក៏ដូចជាមិនមានបញ្ហាកីឡាករណាទេបាទហើយក៏ដូចជាអេស្ប៉ាញក៏ដូចជាមិនមានអីដែរគ្រាន់ថាតាំងពីដាក់មកគឺគេថាដាវញីឈ្មោះ Nico Williams និងយ៉ាម៉ាល់កម្របានជួបគ្នាបាទតែគឺ Luis de la Fuente គាត់អត់ទាន់ប្រើ2នឹងលេង11នាក់ជុំគ្នាទេបាទវាខ្លះប្រកួតខ្លះ Nico Williams អត់បានលេងទៀតទៅតែប្រកួតប៉ះគ្នាជាមួយនឹង
basic បាទ នេះក៏ព្រៀមចង់មកតែយើងសង្ឃឹមថាជប់នេះគីឡូលោកលវីឡាហ្វុនតេគាត់មានក្បាច់ចុងក្រោយដាក់ពីរនឹងរៀងចូលគ្នា បាទ រួចហ្នឹង បាទ ឲ្យគៀបស៊ីនជួបគ្នាពេលយូរ៉ូហ៎បង បាទបាទបាទ ព្រោះមួយប្រាំងលេងសើចបាន បាទអាយ៉ាបាទយេបាទចំណាប់បាទអង្គុយត្រង់តិចទៅបាទមកប្រិនអើយបាទហើយ បើមានស៊ីវិចបាទមាន admin នំកោមួយណាទៀតបាទទូសារ៉ាត់ទៅដល់ទៅកាន់ net បាទហើយសម្រាប់ថ្ងៃនេះបាទដូចសមមួយដងបាទតាមពិតទៅខ្ញុំត្រូវមាន show របស់ខ្ញុំផ្ទាល់នៅថ្ងៃស្អែកម្ដងទៀតបាទប៉ុន្តែថ្ងៃនេះគឺណាត់គ្នារួចហើយបាទដើម្បីចូលជាមួយនឹងកម្មវិធីថ្មី បាទហើយសម្រាប់ថ្ងៃស្អែកប្រិមិត្តនៅជួបខ្ញុំបន្តបាទហើយសម្រាប់សូនេះនឹងធ្វើនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្របាទថ្ងៃសុក្របន្តទៀតបាទមានអាទិត្យក្រោយទេអាទិត្យហ្នឹង ថ្ងៃសុក្រ final ដូចថ្ងៃ20ហើយ បាទ final ថ្ងៃ20អញ្ចឹងយើងនិយាយបានមុនទៅ បាទបង បាទអរគុណច្រើនប្រិមិត្តទាំងអស់គ្នាបាទហើយកុំឲ្យពេលវេលាយើងខាតបាទអញ្ចឹងក៏សួស្ដីទៅកាន់ប្រិមិត្តយើងប៉ុណ្ណឹងហើយក៏សួស្ដីប្រិមិត្តនៅក្នុងបណ្ដាញ YouTube ដូចគ្នាបាទអញ្ចឹងប្រសិនបើមានការទើសទាល់ឬក៏លឹះលក់អីខន្តីអភ័យទោសទៅកាន់ប្រិមិត្តទាំងអស់គ្នាផងដែរបាទព្រោះអានឹងវាជាអាចនិយាយថាជាកម្មវិធីថ្មី បាទអញ្ចឹងការរៀបចំនោះគឺមិនទាន់បាន 100% នៅឡើយទេបាទគ្មានអ្វីចាប់ផ្ដើមមកពីល្អអត់ខ្ចោះទេបាទត្រូវការពេលវេលាតិចតួចបាទគឺ perfect វិញហ្នឹងបង បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរក៏មានសំណួរខ្លះទៅ admin ដុល្លារមុនតែម្ដងណាបាទព្រោះដោយសារតែបើសិនជាយើងនិយាយទៅ admin សរិនគាត់មានបង្ហាញមុខបង្ហាញមាត់អីច្រើនគួរសមដែរបាទអញ្ចឹងសួរទៅ admin ដុល្លារវិញបាទតើធ្លាប់បានចូលកម្មវិធីទាំង podcast ទាំង talk show អីដែរទេបាទពីដើមមក និយាយទៅនេះគឺជាថ្មីសម្រាប់ខ្ញុំថ្មីគឺខ្ញុំអត់ដែរទេអញ្ចឹងតាមចាប់តាំងពីចូលអាជីពជា MC មកគឺខ្ញុំអត់ដែរចូលរឿង podcast និយាយគឺខ្ញុំអត់ដែរទេ បាទ ថតត live យើង live នេះបើធម្មតាហ្នឹងតែនេះគឺលើកដំបូង លើកដំបូងហ្នឹង លើកដំបូងមក អារម្មណ៍មិនដែរលើកដំបូងហ្នឹង យើងភើបដែរ រង មើលរៀនគាត់ទៅតា បាទបាទបាទហើយចង់និយាយថាតើពីដើមមកគិតថាខ្លួននឹងខ្លាចជា MC នេះទេឬក៏មានគំនិតតាំងពីដើមមកថាចង់ធ្វើអញ្ចឹងឬក៏វាជាកលៈទេសៈមួយ វាជាកលៈទេសៈមួយពីដើមមកខ្ញុំនិយាយត្រង់ទៅខ្ញុំជាវិស្វករមករុកដែរ អូ ប៉ុន្តែអាជីពយ៉ាងនេះដល់គឺបរាជ័យ អូ បរាជ័យយើងគិតថាខ្លួនយើងមានដងខាងចូលចិត្តកីឡាដែរក៏យើងសាកល្បងមកចូលនៅក្នុងវិស័យនេះគឺថេដល់ឥឡូវ បាទញយបើចិត្តមើលប្រហែលឆ្នាំអីបាទ ខ្ញុំចូល MC ដល់ជាខ្ទង់2ឆ្នាំកន្លះដែរ2ឆ្នាំកន្លះវាចាប់ផ្ដើមចុងឆ្នាំ2024 24មកដល់ឥឡូវ2026 អញ្ចឹង2ឆ្នាំហ្នឹងណា ថា2ឆ្នាំជាង 2ឆ្នាំបាទហើយមូលហេតុចម្បងអីដែលគិតថាស្រឡាញ់ធម្មតាចិត្តម្នាក់ម្នាក់ស្រឡាញ់ដូចគ្នាទេតែគំនិតខ្លួនឯងគិតថាមូលហេតុអ្វីដែលជ្រើសរើសយកអាជីពនេះ បើនិយាយពីមូលហេតុដូចប្រានេះហ្នឹងគឺស្រឡាញ់ខ្ញុំគិតថាខ្លួនឯងវាអាចមានដងដោយសារតែការយើងធ្វើវិស្វករវាបរាជ័យទៅខ្ញុំធ្លាប់ការនៃអាជីពវិស្វករធ្វើដូចថាលបងផ្ទះជាមួយអញ្ចឹងធ្វើបរាជ័យអារម្មណ៍ភ្លាមហ្មងអានេះមិននិយាយមិននិយាយលេមែនតើហ្មងអារម្មណ៍តែគឺមកពីខាងលើ design គេប្រាប់មកធ្វើយើងធ្វើតាមក្បួនរបស់គេប្រាប់មកអញ្ចឹងណាប៉ុន្តែវាអូខេយើងប្រាប់គាត់ទៅគាត់នៅតែចេះនេះអារម្មណ៍ហើយពីហ្នឹងមកខ្ញុំចាត់ទុកថាបរាជ័យជាមួយរៀងធំដែរខ្ញុំបញ្ចប់អាជីពជាវិស្វករហ្នឹងក៏មកដាក់ពាក្យធ្វើជា MC ហ្នឹងមកតែបើខ្លួនឯងពីមុនក៏មិនដឹងថាខ្លួនឯងមានដងដល់ពេលចេះធ្វើ MC ទៅវាដូចថាទៅមុខណាទៅមុខបន្តដល់ពេលឡើយមើលមិនឃើញបាទអញ្ចឹងណាថ្ងៃនេះបានជួបបាទចូលជាកិត្តិយសខ្ញុំដែរបាទហើយថាថ្មីថ្មោងក៏ពិតមែនប៉ុន្តែក៏យើងនៅបន្តទៀតបាទអរគុណច្រើនហើយសម្រាប់ admin សរិនវិញបាទមក World Cup នេះសម្រាប់បានច្រើនទេបាទ តិចណាបងតិចមែនតើបាទតិចមែនតើ ពេលយប់ហើយដាក់ម៉ោងរឡាយពេលព្រឹកវិញទៀតដើម្បីចែកអារម្មណ៍កំសាន្តទៅកាន់បងប្អូនយើងនឹងសប្បាយទាំងអស់គ្នាបាទអរគុណទៅកាន់ប្រិយមិត្តទាំងអស់គ្នាបាទយើងក៏ដឹងអំពីជីវប្រវត្តិខ្លះរបស់ admin ដុល្លារបាទហើយយើងឃើញថាសម្រាប់វិស្វករខ្លះជា MC ហើយខ្ញុំនេះ IT ក៏ទៅជា MC ហើយចុះ admin សរិនបាទខ្ញុំពីដើមចិត្តបើថាឲ្យស្រឡាញ់វិស័យបាល់ទាត់គឺអត់ទេព្រោះអត់ចេះមើលបាល់ហើយអត់ចេះទាត់បាល់ទៀតដល់ពេលកត្តាមួយដែលជំរុញបងជំរុញទៅក៏ចាប់ជាអាជីព MC នឹងតទៅព្រោះមានកត្តាប្រវត្តិដែលកំសត់បន្តិចពីដើមបងអូនធ្វើកម្មករគេអញ្ចឹងបងដល់ពេលរួចហើយក៏ដាក់ចិត្តមើលបាល់មើលតិចក៏
ក្លឹមមួយក៏បានដល់ថ្ងៃនេះដែរ អូខេតោះអញ្ចឹងសម្រាប់ឆាកជីវិតមនុស្សយើងអាចនិយាយបានថាមិនមែនយើងចាប់ផ្ដើមរៀនចេះខាងវិស័យអីយើងទៅធ្វើខាងនោះជោគជ័យទេមិនប្រកាសថាជោគជ័យទេបាទដូចខ្ញុំនៅក្នុងវិស័យ IT ចូល8ឆ្នាំបាទទីបំផុតគឺមក MC ដដែលបាទបាទបើសិននិយាយអំពីបើគឺចូលចិត្តតាំងពីតូចមកយើងខ្ញុំចូលចិត្តតាំងពីតូចមកអញ្ចឹងសម្រាប់យើងមើលច្រើនយើងចូលចិត្តតាមដានព័ត៌មានចូលមើលកីឡាករយើងមើលការប្រកួតសប្បាយអញ្ចឹងណាបាទហើយអញ្ចឹងទៅក៏ចាប់ផ្ដើមមិនដែលគិតថាខ្លួនឯងខ្លាចជា MC ទេបាទហើយក៏មិនដែលគិតថាខ្លួនឯងបាននិយាយដល់ប៉ុណ្្នឹងដែរបាទបើយើងនិយាយទៅគឺថាប៉ិនប្រាជ្ញប៉ិនប្រូកហ្នឹងប៉ិនប្រូកបាទអញ្ចឹងក៏និយាយពីប្រវត្តិខ្លះអញ្ចឹងទៅប្រិមត្តเนาะបាទហើយសួស្ដីទៅកាន់ផ្សព្វផ្សាយឃុំឫស្សីស្រុកក៏ដូចជាបាទសេងហតបាទអ៊ូពលកបាទសួស្ដីទៅកាន់សៅកនបាទគីបយបាទមែលពលកបាទដឹងតែក្របបាល់ច្រើនហើយគូនឹងបាទយើងអាចនិយាយបានថាសម្រាប់ក្រុមអេស្ប៉ាញហើយជាមួយនឹងបារាំងនេះគឺសិតតែសម្បូរស្មាត់ដូចគ្នាបាទហើយគ្រាន់ថាបារាំងគឺសិតតែស្មាត់តែម្ដងបាទខ្លាំងបារាំងមិនធម្មតាទេ4នៅលើមិនបាច់ទេបងមានធ្វើអីបាយទេ4នៅលើនោះអាហ្នឹងគាត់អាចឆ្លាស់មួយដូច DUA បាល់កាឡាឆ្លាស់លេខ2ហ្នឹងបានទៀតបាទសល់ទៀតបារាំងតែជំរឿថាក្បួនរបស់អេស្ប៉ាញចំណឹងគេបិទ4ហ្នឹងយ៉ាងណាចង់ទប់បារាំងក៏ទាំងទប់បែបណាដាក់11អ្នកនៅក្រុមបាទបារាំងបុកទៅបបាហ្មងបបារឿងយើងសម័យតែទប់ប្រយុទ្ធបារាំង4ហ្នឹងបើយើងមើលទៅការប្រកួតបាទ Nation League ចុងក្រោយយើងឃើញថាសម្រាប់បារាំងគឺគ្រប់គ្រងលើទីលានច្រើនប៉ុន្តែសម្រាប់អេស្ប៉ាញគឺចូលចិត្តប្រើប្រព័ន្ធទប់ហើយវាយបោហើយសំខាន់ការ counter របស់អេស្ប៉ាញគឺច្បាស់មែនតើរកគ្រាប់បាល់មុនបារាំងឡើងរាប់សិបគ្រាប់ទុំរំតែបារាំងអាចតាមបានប៉ុណ្ណេះវិញបាទអញ្ចឹងមានន័យថាសម្រាប់ការប្រកួតនេះគឺអេស្ប៉ាញគឺគេប្រកែនៅក្នុងការបិទដូចគ្នាបាទហើយសម្រាប់ការ counter របស់គេគឺច្បាស់បាទគ្រាន់ថាអ្វីដែលយើងព្រួយបារម្ភធំមួយទៅគឺតំបន់ស្លាប្រយុទ្ធខាងឆ្វេងទេបាទបើយ៉ាម៉ាល់គឺគាត់ដឹងតែដើរតួឯងហើយបាទបារម្ភខ្លាចតែស្លាប្រយុទ្ធខាងឆ្វេងព្រោះយើងតាំងពីដើមយើងមើលការប្រកួតមកបាទពេលអត់មាននីកូវីលៀមមើលទៅដូចជាយើងតានតឹងដែរតានតឹងបានក្លុកទៅមកជាហៀងឯងស្ដាប់បើមាននីកូមួយទៀតខាងឆ្វេងមួយទៀតគឺវាជួយឲ្យការពាររបស់បារាំងយ៉ាងបាក់ដែរព្រោះឆ្វេងគាត់ប្រើដូចជាអាឡិចបេណាបេណាអញ្ចឹងចំណុចនេះក៏យើងអាចនិយាយបានថាវាជាចំណោទមួយដែរបាទបើសិនយើងនិយាយបេណាក៏មិនមែនអន់ទេប៉ុន្តែគ្រាន់ថាយើងបើប្រៀបធៀបជាមួយនឹងការលេងរបស់បាទនីកូវីលៀមគឺនីកូវីលៀមគឺខុសច្បាស់ជាងបាទតែស្ដាយដែរបាទសម្រាប់នីកូវីលៀមមុននឹងការប្រកួត World Cup គឺគាត់របួសបាត់ហើយបាទរបួសបាត់ហើយក៏មិននឹកស្មានតែបានចូលលេងតាន់ផងបាទតែយ៉ាងណាមិញក៏យើងទុកចិត្តទៅលើលោកហ្វុនតេមួយគឺតាក់ទងជាមួយនឹងការឆ្លាស់កីឡាករបកកែមែនតើខ្ញុំសូមសរសើរពីប្រកួតចុងក្រោយនេះគឺគាត់ឆ្លាស់មកមើលមកកីឡាករដូចជាមិនថាចូលទៅមិននេះណាបាទទៅជាផ្ដាច់អាចុងមកវិញមើលប៉ះប៉ូទុយហ្គាល់តប៉ូទុយហ្គាល់ចាញ់អា90ចាញ់អស់ចិត្តមកប៉ូទុយហ្គាល់ទប់ម៉ាណាម៉ាណៃជាប់ហើយខែ6នាទីស៊ីនាទីទី93ហើយអ្វីដែលកាត់អេដមីនដុល្លារទីអ្វីដែលធ្វើឲ្យគេគ្រប់គ្នាមិននឹកស្មាននោះគឺមើរីណូនេះឯងបាទគេហៅថាផ្កាយសំណាងណាបាទដាក់ចូលភ្លាមគឺគាត់ហ្នឹងឯងបាទលេងតែចុងមកមីកែលម៉ារីណូបាទសួស្ដីបង MC ហ្នឹងមានន័យថាម៉េចបាទហេងបាទអាសង់ទីនអាចការពារជើងឯកបានទេបាទកុំតន់អាចនិយាយពីអាសង់ទីនការពារជើងឯកបាទថ្ងៃស្អែកប៉ះជាមួយនឹងអង់គ្លេសរួចឲ្យផុតអង់គ្លេសសិនចាំនិយាយគ្នាទៀតបាទកុំភ្លេចថាការអាសង់ទីនប៉ះជាមួយនឹងបាទជម្រើសជាតិបារាំងបាទ World Cup 2022បារាំងកាលនោះនៅស្ទើណាបាទមានតែអឹមបាប៉េទេបាទហើយដេមបាឡេគាត់អត់ទាន់រះទេបាទកាលនោះគឺគាត់នៅបាសេឡើយនៅបាសេឡើយបាទគេហៅថានៅតែអ្នកជំងឺបាសេឡូណាឡើយទេបាទប៉ុន្តែដេមបាឡេបច្ចុប្បន្នមិនមែនដេមបាឡេពីមុនទេបាទมันអាចភ្លាត់បានទេហើយសម្រាប់អូលីការប្រកួតបាទបើយើងនិយាយលេង Nation League គាត់នៅមិនទាន់បាទសម្របជាមួយនឹងជម្រើសជាតិបារាំងបានទេប៉ុន្តែណាស់តែពេលចាប់ផ្ដើមជាមួយនឹងបយលមកនៅចុងក្រោយនេះគឺឃើញថាអូលីនេះគឺឡើងប្លែកតែម្ដងណាបាទឃើញបាល់ដល់ជើងគាត់មើលទៅដូចខ្សែការពារបាយកពីជើងគាត់មកគេ3នាក់បាច់ប៉តព្រោះនិយាយទៅចប់បាល់ទាញសុតខាងលើអឹមបាប៉េប្រយុទ្ធតួងចាំតែប្រាច់ទៅអានោះចោះដល់ក៏អូលីសេនោះ
បាទយើងមុននឹងយើងនិយាយពីគូយប់ហ្នឹងយើងក៏សួរទៅកាន់ admin សរិនមួយចំនួនបាទតាក់ទងជាមួយនឹងក្រុមដែលបានបាទធ្វើដំណើរទៅកាន់ប្រទេសរបស់គាត់វិញហើយបាទគឺ Norway បាទហើយសម្រាប់ Norway នេះយើងក៏វាមិននឹកស្មានដែរណាបាទសម្រាប់ការប្រកួតនេះក៏ពិតតានតឹងខ្លាំងមែនទែនបាទតានតឹងខ្លាំងមែនទែនហើយសម្រាប់ Haaland ក៏ចូលរួមសោកស្ដាយប៉ុន្តែឃើញថាសម្រាប់កុមារដែលកើតថ្មីមួយចំនួនដាក់ឈ្មោះ Haaland ច្រើនណាស់បាទចូល500នាក់ជាងបាទចិត្ត500 នាក់បាទតែក៏មានការស្វាគមន៍យ៉ាងកក់ក្ដៅមែនទែនបាទពីបាទសំណាក់បាទអ្នកនៅក្នុងទីក្រុងបាទជាពិសេសអ្នកគ្រប់គ្រងរបស់ Norway តម្រង់ស្វាគមន៍យ៉ាងកក់ក្ដៅមែនទែនបាទដូចមានយន្តហោះចម្បាំងជីអមទៀតបាទមិនធម្មតាទេមិនដែរបាទសម្រាប់ admin សរិនគិតថា Norway បាទមកដល់ចំណុចនេះបាទមានការឡើងជើងហើយក៏វាជាប្រវត្តិសាស្ត្រយ៉ាងណាដែរសម្រាប់ Norway បាទមកដល់នេះបើពីខ្ញុំទៅការខកខានលេងរបស់ Norway អស់រយៈពេល28ឆ្នាំហើយវិលចូលការប្រកួតនៅក្នុងឆ្នាំ2026ព្រឹត្តិការណ៍ FIFA World Cup នេះ Norway គឺបង្ហាញខ្លួនល្អឥតខ្ចោះមែនតើបងអូនិយាយទៅពីល្អគឺយើងអត់អាចសន្និដ្ឋានថាគាត់មកឡើងដល់វគ្គនេះបងទី1គាត់ជួបកូរ៉េវ៉ាជារឿងធម្មតាប៉ុន្តែគាត់ឈ្នះប្រេស៊ីលគឺជារឿងដ៏អស្ចារ្យទទួលស្គាល់ថាប្រវត្តិ Norway ជាមួយនឹងប្រេស៊ីលគឺ Norway ឈ្នះប្រេស៊ីលរហូតក៏ប៉ុន្តែយើងបើវិភាគពីតម្រង់លេងបច្ចុប្បន្នវិញអូប្រេស៊ីលកីឡាករជាមួយនឹងគ្រូបង្វឹកតម្រង់លេងគឺល្អឥតខ្ចោះប៉ុន្តែខុសពីផ្ទុយការពិតវិញគឺ Norway អាចឈ្នះលើក្រុមជម្រើសជាតិប្រេស៊ីលរហូតមកដល់វគ្គ8ក្រុមចុងក្រោយការប្រកួតជាមួយនឹងអង់គ្លេសយើងគេថាអូខេNorway គឺតែងតែស៊ីគ្រាប់បាល់លើក្រុមជម្រើសជាតិអង់គ្លេសមុនទៀតទី1ស៊ី1ហើយដល់ពេលហើយតាមស្មើពីអង់គ្លេស1ស្មើវិញរហូតដល់ស៊ី2ហើយតែ offside បងចាំគ្រាប់បាល់មិន offside ដូចជា Haaland គាត់ទាញគេដួលទៅគឺគ្រូដកគ្រាប់ហើយចំណុចទី1ទៀតបើសិនជា Norway គាត់អាចបញ្ចប់ត្រឹម90នាទីនោះហើយគឺ Norway នឹងឡើងទៅជួបអសងទីប៉ុន្តែជាការដែលស្ដាយមែនតើដោយសារគាត់អង់គ្លេសនាំទៅលេងដល់ extra time ក៏បញ្ចប់ធ្វើវគ្គដូចជានាទីប៉ុន្មានកាលហ្នឹងដូចជា90នាទីបូកជាងស៊ីភ្លាមហ្មងថា extra time ជាងគឺស៊ីភ្លាមហ្មងតែខ្ញុំសុំកាត់តែកន្លែង Norway បាទបងចំណុចមួយរបស់ slot ហ្នឹងបងកន្លែងហ្នឹងក៏បើជាគាត់បញ្ជូនណាបាទ2-0គឺអាចបានហ្នឹងគឺបញ្ចប់ហើយបងអត់អាចដល់ extra time ទេការប្រកួតហ្នឹងមកគាត់មិនបន្ទោ slot ទេហ្នឹងហើយ slot គាត់អូពេកហ្មងហើយ Haaland នឹងឆ្វេងដៃគាត់អត់បញ្ជូនឲ្យស្ដាយរូបភាពហ្នឹងមែនតើបើសិនជាគ្រាប់បាល់ហ្នឹងអាចបញ្ចប់ខ្ញុំគាត់ថាអង់គ្លេសប្រហែលជាអត់អាចជួយអសងទីនៅវគ្គ semi final នេះបងបាទនេះបើដល់វគ្គនេះកីឡាករគួរតែជុតទលាយដើម្បីជម្រើសជាតិយើងបាទបងមិនងាយអស់លេងតែអស់លេងសបគាត់អូ2សល់តែមួយបិទ Haaland ហ្នឹងគាត់អត់បញ្ជូនឲ្យ Haaland គាត់ទាញសុទ្ធអានេះវាជាចំណុចមួយដ៏ស្ដាយបាទមួយវិញទៀតចង់សួរទៅ admin សរិនបន្ថែមតតិចថាតើបើតាមការលេងតាំងពីដើមរហូតដល់វគ្គដែលត្រូវចាញ់អង់គ្លេសនេះតើមើលទៅ Norway គាត់ប្រកែក្នុងចំណុចណាហើយមើលទៅដូចជាមានការខ្វះខាតនៅក្នុងចំណុចណាដែរបើពីខ្ញុំទៅខ្ញុំឃើញថា Norway គឺសហការសាមគ្គីគ្នាក្នុងការប្រកួតរបស់គាត់គឺល្អមែនតើបងមិនថាខ្សែប្រយុទ្ធបើថាគាត់រៀនអស់បានសុទ្ធគឺគាត់បញ្ជូនឲ្យខ្សែបម្រើអាចបានបើឬក៏ខ្សែបម្រើគាត់មើលខ្សែប្រយុទ្ធ Erling Haaland គឺល្អគាត់ទៅណាក៏ដោយគឺនៅតែមើល Haaland រហូតហើយ Haaland គឺបញ្ចប់គ្រាប់បាល់ក៏ច្បាស់ដែរយើងដឹងហើយនិយាយទៅភាពស៊ីមន្ត្រីគ្នាការសាមគ្គីក្នុង team របស់គាត់គឺមកទាំងប្រូហ្មងគឺមកជាកញ្ចប់សម្រាប់ Norway ឆ្នាំនេះអ្វីដែលខ្ញុំមើលឃើញគឺល្អហើយបើនិយាយពីភាពអវិជ្ជមានរបស់ Norway បន្តិចគឺបញ្ហាដូចមានតិចទេមានតិចហើយក៏សោកស្ដាយដែលគាត់បានឡើងដោយសារតែយើងឃើញគឺអាចនិយាយថាសំណាងរបស់អង់គ្លេសក៏ថាបានដែរបាទបើពីចំណុចខ្វះខាតដូចមានតិចមែនទែនព្រោះគាត់ល្អទាំងអស់ហ្នឹងគាត់ល្អទាំងព្រមនៅក្នុងឆ្នាំនេះគឺល្អឥតខ្ចោះមែនទែនបាទ Haaland ពើគ្រាប់ដែរហ្នឹងបាទពើគ្រាប់បាទតែបើនៅអាចដែរបងពើគ្រាប់បាទអញ្ចឹងឥឡូវអ្នកដែលប្រកួតប្រជែងស្បែកជើងមាសគឺមានតែ2ធំទេបាទគឺ Messi ហើយនិង Kylian Mbappe 2022ដូច2នាក់គាត់ដែរ2នាក់គាត់ដែរតែ Mbappe បានមួយបានអូ Mbappe លើមកគ្រាប់លើ Mbappe សង្ស័យចាំហ្នឹងលើអាក់ទីមកគ្រាប់វិញបាទអញ្ចឹងចង់សួរទៅ admin នឹងពីបន្តិចតាក់ទងជាមួយនឹងការរៀបចំក្នុង pool បាទរហូតដល់ការបំបែកជ័យ bracket សួរថាតើបើគិតថាការរៀបចំរបស់ FIFA នេះមើលទៅយុត្តិធម៌ដែរទេឬក៏គិតថាបើព្រោះមតិខ្លះហ្នឹងថា FIFA តែងតែតម្រាយផ្លូវឲ្យអសងទីនបាទប៉ុស្តុកាលនោះគឺគ្នាទៅយ៉ាប់រហូតបាទអញ្ចឹងណាចុះអេមីនដុល្លារគិតមិនដែរមែនព្រោះចាប់ឆ្នោតហ្នឹងគឺគេចែកហើយនឹងចាប់តាំងពីឆ្នាំមុនពេលចាប់ពូហ្នឹងហើយគេចែកពូនេះត្រូវប៉ះពូនេះលេខ2ពូនេះប៉ះគេចែកហើយហ្នឹងដូចប៉ូទុយហ្គាល់បើសិនបើជាគាត់អាច
អ្នកកូឡុំប៊ីបានគាត់ទៅត្រូវ អត់ត្រូវជួប Espagne ទេ អាចទាំងប៉ះមួយអសងទៀតវគ្គ បាទ 8ក្រុម ហ្នឹងហើយបង អញ្ចឹងនេះអញ្ចឹងពេលខ្លះគ្នាយើងគាត់ប្រហែលអាចនឹងច្រឡំថាអូចែកពូ លំអៀង ហើយ បាទ តែអត់ទេថាពេលឃើញលេខ1លេខ2ហើយបានគេចែកអញ្ចឹងវាមិនមែនទេ បាទ គេចាប់ហើយតាំងពីយូរហើយ បាទ តាំង បាទ ពីឆ្នាំមុននេះពេលនេះយើងច្រឡំបែបហ្នឹង ហឹម มันគិតថាអូគេរៀបចំបែបនេះមិនមែនទេអាហ្នឹងគឺមិនមែនទេគេចាប់ហើយហ្នឹង បាទ អត់មានព្រាមទុកណាគេចាប់ហើយតាំង តែ ឆ្នាំ ប៉ុន្តែអាហ្នឹងសម្រាប់ FIFA គឺគេរៀបចំហើយព្រោះហៅថាសារតែ ranking ក៏ដូចជាតាមតំបន់នីមួយៗគឺគេបានរៀបចំសម្រាប់ port បានអស់ហើយ គេព្រៀប អញ្ចឹងគឺគេមិនអាចឲ្យក្រុមធំហ្នឹងគឺមកត្រូវប៉ះសំណើគ្នាទៅបានទេវាត្រូវតែមានការខ្វែងគ្នាបាទហើយជាពិសេសហ្នឹងគឺយើងត្រឡប់មកមើលថាប៉ូទុយហ្គាល់នៅចំណុចណា បាទ បើកាលនោះប៉ូទុយហ្គាល់អាចយកឈ្នះលើកូឡុំប៊ីបានប៉ូទុយហ្គាល់នឹងត្រូវអាចមកស៊ូមកលេង8ក្រុមចុងក្រោយមួយអាសង់ទីននេះ ហ្នឹងត្រូវ បាទ ក្រៅ World Cup បាទអញ្ចឹងដល់ពេល ដែរ អញ្ចឹងយើងក៏ខ្ញុំក៏បាននិយាយរួចពីមុនហើយថាបើប៉ូទុយហ្គាល់ឈ្នះកូឡុំប៊ីវិញទៅខាងនោះត្រូវប៉ាអេស្ប៉ាញហើយធ្ងន់កបាទ ជួបគ្នាមែនជួបគ្នាដល់បានមែន គាត់ជួបគ្នាតតែបានហើយហ្នឹងប៉ះជាមួយនឹងក្រូអាតប៊ីតែចង់មិនចង់មិនឡើងផងហើយ ក្រូអាតស៊ីមួយមុនទៀតហ៎បងកាលហ្នឹង បាទ បាទប៊ីដែរតា ហើយចំណុចនេះក៏មានការបាទដេញដោលគ្នាច្រើនបាទតាក់ទងជាមួយនឹងការកាត់សេចក្តីរបស់អាញាកដាអញ្ចឹងណាបាទហើយសម្រាប់នៅពេលដែលឈានចូលមកដល់វគ្គ32ក្រុមបាទសម្រាប់ admin ដុល្លារទាំងបាទ admin សរិនគិតថាជាហៀងខាងណាមើលទៅតំណងជាងគេ ខ្ញុំផតជាខាងណាខាងប្រាំងណា បើខ្ញុំ មិនមែនតំណងឈ្នះពៀនទេណាតំណងតឹងណា អូតាំង តាំងគឺខាងណា បើនិយាយពីការតាំងហ្នឹងគឺ side A ហ៎បង ខាង ប៉ុន្តែ side B គឺតឹងជាងវិញបងការប្រកួតបញ្ចប់សិតតែសឹងតែ extra time សឹងទាំងអស់ហ៎បងបើ side A មានតែបើខ្ញុំចាំបានមានតែប្រាំងមួយប៉ារ៉ាហ្គាយមួយឈានទៅដល់ពេលហ្នឹងទីជា side អាល្លឺម៉ង់មួយប៉ារ៉ាហ្គាយ បាទ មានតែអាល្លឺម៉ង់ជាមួយប៉ារ៉ាហ្គាយឈានទៅដល់ពេលហ្នឹងទីប៉ុន្តែបើ side B វិញក្រុមសិតតែឈានទៅដល់ extra time ទោះបីជាអត់ពេលហ្នឹងទីក៏ដោយគឺសបោ extra time ច្រើនណាស់ដូចជាដែលចាំបានដូច ពេល ជា ទីដូចមានមួយខាងណាខាង Switzerland ពេលមួយ Colombia កាលប៉ុណ្ណឹងធ្វើ extra time ដូចអាសង់ទីនក៏ extra time 2 ដងបាទតាំងតឹងខ្សែយើងមើលថា side B មើលទៅធម្មតា smooth ប៉ុន្តែបើការប្រកួតហ្នឹងតឹងមែនតើនោះតឹងខ្លាំង តែខ្សែ B ខ្ញុំស្ដាយតែមួយជប៉ុនមិនគួរថាវាទៅវាហុងស៊ុយមកត្រូវប៉ះអញ្ចឹង បាទ ជប៉ុនឆ្នាំហ្នឹងគឺល្អមែនតើ បងតាឡា fan ជប៉ុនណាបង ជប៉ុនគ្រប់វិស័យ អេបងអូនដែរបងប្អូន ស្ដាយដែរយើងស្ដាយដែរដែលជប៉ុនត្រូវទៅប៉ះគ្នាជាមួយនឹងបាទប្រេស៊ីល បាទ បាទតែយ៉ាងណាមិញយើងក៏ដឹងដែរអាស៊ីរបស់យើងបើសិនជាយើងនិយាយអាស៊ីភាគខាងកើតរបស់យើងគឺទៅវាអស់ធំហើយអាចនឹង8ក្រុមអីនឹងឯងបាទយើងអាចនិយាយថាដែលខ្លាំងបំផុតទៅកូរ៉េខាងត្បូងបាទដែលអាចឡើងដល់វគ្គពាក់កណ្ដាលប្រាច់ព្រាត់បាន តែកូរ៉េគាត់បើស្មើការប្រកួតហ្នឹងគាត់ឡើងដែរទៅវាផ្្លាត់ឈ្នះ យើងនិយាយកូរ៉េខ្ញុំបាក់ទឹកចិត្តមួយកូរ៉េ បើសិនជាយើងកលេចមើលវិញគឺសម្រាប់អ្នកដឹកនាំតែម្ដងបាទសម្រាប់ head coach បាទរបស់កូរ៉េខាងត្បូងគឺរងការរិះគន់ខ្លាំងមែនទែនបាទដូចជាមានការដាក់ឲ្យស៊ើបអង្កេតទៀតពីគណៈប្រធានាធិបតីរបស់កូរ៉េខាងត្បូង បាទបង បាទអញ្ចឹងសម្រាប់រឿងរ៉ាវនេះយើងក៏បានមើលឃើញដែរដូចជាការប្រកួតចុងក្រោយអត់ដាក់ស៊ុនចូលលេងទេតង់ទី2ហើយបញ្ចប់ផ្ដើមដាក់ស៊ុនចូលលេងហើយការប្រកួតដែលយើងមើលឃើញទៅជាការប្រកួតដែលអាចនឹងស៊ីបានបែរទៅជាស៊ីមិនបានទៅវិញ បាទអញ្ចឹងវាអាចនឹងមានហេតុផលច្រើនបាទវាមានហេតុផលច្រើននៅក្នុងហ្នឹងបាទទាំងដែលយើងដឹងហើយថាសម្រាប់កូរ៉េខាងត្បូងរដូវកាលនេះកីឡាករល្អពេកហើយ បាទបើយើងគិតមើលបានលេងនៅធំច្រើនណាស់បាទគីមិនជេយើងគិតមើលទៅបាទនៅណាបាទលីកាងអ៊ីនប៉ារីសបើយន់បាទមិនធម្មតាណាបတ်តស៊ុនរឿងចាស់មែនប៉ុន្តែចង់និយាយថាគាត់បတ်ពិសោធន៍ច្រើនហើយលេងនៅសិតនៅក្លឹបអឺរ៉ុបបាទអញ្ចឹងមិនធម្មតាណាឥឡូវទោះបីជាមិននៅអឺរ៉ុបក៏នៅអាមេរិកដែរបាទមិនអន់អីបាទដល់ពេលយើងមើលការលេងមើលទៅមានអារម្មណ៍មួយថាអត់ប្រយុទ្ធមានអារម្មណ៍ថាលេងអត់ប្រយុទ្ធ ដូចបើទៅលើអត់មានអ្នកបញ្ចប់ទីបណ្ដោយ លេងដើម្បីតែអូសបងអត់មានអ្នកបញ្ចំអត់មានឲ្យបើទៅអូសទៅដល់ហើយអត់មានអ្នកបញ្ជូនទៅដឹងណាគេអ្នកសូត្រផងហ្នឹងអត់មានណាគេត្រូវសូត្រ បាទ នៅក្នុង អញ្ចឹងខ្ញុំពិបាកដែរបាទខ្ញុំមិនដឹងថានិយាយថាម៉េចបាទតែក៏ចូលរួមសោកស្ដាយបាទសម្រាប់អាស៊ីរបស់យើងយ៉ាងណាមិញក៏ទៅអស់ដែរអត់មានសល់អីមួយទេ ជា4ឆ្នាំក្រោយ បាទហើយសម្រាប់បាទរដូវកាល2030បាទក៏យើងដឹងដែរម្ចាស់ផ្ទះគឺមាន3បាទហើយក៏មានអ្នកបើកឆាក3ប្រទេសដូចគ្នាបាទអញ្ចឹងបើកឆាកបាទការពិតការប្រកួតគឺនៅអឺរ៉ុបប៉ុន្តែការបើកឆាកនៅឡាទីនចំនួន3ប្រទេស
បាទបើកឆាកបាទប៉ុន្តែក្រៅពីហ្នឹងគឺការប្រកួតទាំងអស់គឺលេងនៅក្នុងទឹកដីអឺរ៉ុបទាំង3បាទអញ្ចឹងកុំតន់អាននិយាយជូនប្រិមិត្តសម្រាប់អឺរ៉ុបទាំង3ប្រិមិត្តគាត់ថាក៏ដឹងខ្លះដែរបាទហើយសម្រាប់ការប្រកួតនេះផងដែរឃើញថាសម្រាប់ខាង FIFA កំពុងតែបាទប្រជុំលើកចុងក្រោយថាតើអាចនឹងបន្ថែមរហូតដល់64ក្រុមដែរឬទេខាង4ថាច្រើនទៅជាបាល់វាលេងសូវវគ្គនេះលេងសូវល្អមើលវិញតាក្រុមទុយអាចមកឡើងប៉ះដូចអាឡម៉ង់គាត់អាចលុតដល់7គ្រាប់បារាំងគាត់ហូបច្រើនអីចឹងទីនបាទប្រទេសកាចហើយ clean ដាក់ឲ្យអញ្ចឹងយើងគ្រាន់តែលេខមកក្រួយទៅមានប្រិយមិត្តខ្លះគាត់ថាឲ្យខ្ញុំច្រើនតាក់ទងជាមួយនឹងថាអីបាទបើសិនជាប្រកែកខ្ញុំទៅធ្វើប្រធាន FIFA ទៅបាទខ្ញុំមិនទៅចង់ធ្វើប្រធាន FIFA ទេហើយលទ្ធភាពខ្ញុំកម្រិតខ្ញុំទៅវាមិនដល់ទេគ្រាន់តែនេះគ្រាន់តែជាទស្សនៈរបស់ខ្ញុំសម្រាប់ការទស្សនាតែប៉ុណ្្នឹងទេបាទប្រិយមិត្តគិតមើលសម្រាប់ World Cup តាំងពីដើមមកសួរថាអ្នកណាបាទ top scorer បាទសួរថាតើក្នុងទម្រាំតារក top scorer បានគឺងាយស្រួលអត់គឺពិបាកណាបាទគឺពិបាកមែនតើបាទសូម្បីតែ Pele ដែលគាត់ទទួលបាន World Cup 3ដងខ្ញុំសួរថាតើគាត់ top scorer ប្រមាណគ្រាប់បាទបានតែជាង10គ្រាប់ទេហើយយើងមើលកន្លែងទៅមើល Lionel Messi ហើយ Mbappe ទើបតែក្នុងរយៈពេលប្រមាណគាត់រកគ្រាប់បាល់បានរហូតដល់20គ្រាប់បាត់ហើយបាទអញ្ចឹងយើងសួរថាមិនវិញពីមុនមកអ្នកដែលអាចបាទទៅមានឈ្មោះទៅលេងព្រឹត្តិការណ៍ធំ FIFA World Cup គឺកិត្តិយសណាទោះបីជាទៅនោះចាញ់គេក្នុងវគ្គក្នុងពូគ្មានពិន្ទុសោះដក10គ្រាប់ក៏ដោយប៉ុន្តែគឺជាមោទនភាពខ្លាំងមែនទែនហើយបើក្រុមកាន់តែកើនឡើងកាន់តែច្រើនសួរថាតើប្រទេសដែលបានទៅនឹងមានមោទនភាពអីបាទវាគ្មានអីជាមោទនភាពទេបាទហើយយូរទៅជាក្រុមខ្លាំងនឹងចាំតាស៊ីហើយចាំស្រឡាច់ចាំរើសហ្មងមានន័យថាគាត់អាចកំណត់ការប្រកួតបានហ្មងមានន័យថាមិនឧទាហរណ៍ថាដោយករណីបារាំងចឹងប្រសិនបើគាត់ដឹងថាគាត់ទៅមុខទៀតគាត់នៅលេខ2គាត់ល្អជាងគាត់អាចទម្លាក់ខ្លួនមកលេខ2បានណាហ្នឹងហ្មងដើម្បីវគ្គក្រោយទៅប៉ះរៀងកន្លងយកលេខ2បានគាត់ធ្វើបែបហ្នឹងបាទអញ្ចឹងចំណុចហ្នឹងវាមើលទៅវាដូចជាមិនជាល្អមើលពេកនោះទេបាទហើយអានេះគ្រាន់តែជាការជាមតិរបស់ខ្ញុំជាការយល់ឃើញរបស់ខ្ញុំទេហើយយើងឃើញហើយសម្រាប់ការប្រកួត World Cup ពីមុនមកពេលខ្លះជំរុះក្នុងពូក្រុមខ្លាំងប៉ះគ្នាល្អមើលជាងអីទៀតបាទហើយឥឡូវយើងឃើញហើយបាទហើយសំបីតាអាសង់ទីនមើលមកដូចជាប្រិមិត្តលើកឡើងអញ្ចឹងណាបាទហូបគ្រាន់តែចាប់ពូលមកដូចឲ្យអាសង់ទីនអញ្ចឹងចុះជាធម្មតាត្រូវមានតំបន់ផ្សេងគ្នាមិនចង់ដាក់អាសង់ទីនមួយប៉ារ៉ាហ្គាយមិនកើតបាទអានឹងជាធម្មតាគឺចែកតំបន់គ្នាហើយបាទគឺត្រូវតែមានបាទអាមេរិកមួយបាទមានអាស៊ីមួយបាទមានអឺរ៉ុបមួយមានអាហ្វ្រិកមួយបាទគេបែងចែកក្នុងនឹងហើយអស់ហើយអញ្ចឹងមិនចង់ឲ្យអាសង់ទីនទៅប៉ះគ្នាជាមួយប្រេស៊ីលបាទអានឹងមិនកើតបាទហ្នឹងវាខុសហើយបាទអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលចង់ជំរាបជូនទៅកាន់ប្រិយមិត្តថាមិនមែនពួកខ្ញុំបង្កើតក្រុមច្រើនវាអត់មានអីរន្ធើទេប៉ុន្តែចង់និយាយថាអ្នកដែលបានពីមុនមកធ្លាប់បានទៅលេងព្រឹត្តិការណ៍ធំគឺគាត់មានមោទនភាពណាបាទហើយចូលដល់ពេលឥឡូវក្រុមកាន់តែច្រើនវាលែងមានអីមោទនភាពយើងជឿថា64នៅលើបាទ64លើ225ប្រទេសអញ្ចឹងយើងមានប្រមាណភាគរយហើយប្រទេសចូលមកបាទឃើញទេ25%នៃចំនួនបាទសមាជិក FIFA ទាំងអស់បាទហ្នឹងយើងអត់ទាន់គិតបាទប្រទេសដែលត្រូវ ban ប្រទេសខ្លះគឺគ្មានលទ្ធភាពនៅក្នុងការលេងផងបាទតែបើជាអាចទៅ64ហ្នឹងតា FIFA ហ្នឹងដឹងថាត្រីហ្នឹងគឺទៅហើយ2030ហ្នឹងអត់អាចត្រឡប់ទៅបាទសួស្ដីប្រិយមិត្តអរគ្នាណាអត់បានតខមមិនខន្តីអភ័យទោសបាទអញ្ចឹងយើងនិយាយអំពីសាច់រឿងក្រៅខ្លះមុននឹងយើងឈានចូលដល់បាទសាច់រឿងយើងជប់នេះបាទអញ្ចឹងសម្រាប់សួរទៅកាន់ admin ដុល្លារបន្តិចវិញបាទគិតថាចាប់តាំងពីការប្រកួត World Cup មកគិតថាការប្រកួតណាដែលមើលទៅទំនងដែរណាបាទចំពោះការប្រកួតដែលល្អមើលខ្លាំងហ្នឹង World Cup ផ្លាច់ព្រាត់2022មកបាទខ្ញុំចេះមើលបាប World Cup 2010បងអាហ្វ្រិកខ្ញុំចាប់មើលហ្នឹងមក2010 2014 2022តែ22គឺអែមហ่ะ final អាសង់ទីនមួយប្រាំងហ្នឹងគឺអែមហ่ะអញ្ចឹងបានថាឆ្នាំហ្នឹងគេចង់ឲ្យពីរហ្នឹងប៉ះគ្នាទៀតណានៅក្នុង final game ដើម្បីឲ្យសងសឹកគ្នាដាក់គ្នាដូចដឹងកាលមុនមើលអាសង់ទីន C2 ហើយបារាំងតបវិញ2ថែមអាសង់ទីនអ្នកមួយទៀតអាសង់ទីនដាក់មួយថែមទៀតបារាំងថែមមកវិញស្មើគ្នា3នាទីយកដល់អាហ្នឹងវាធ្វើឲ្យការប្រកួតយើងវាបាទក៏ក្រៅខ្លាំងដល់ពេលហ្នឹង22ខ្ញុំឆ្លាញ់ការប្រកួត22បាទតែអ្វីខ្ញុំស្ដាយបំផុតការប្រកួត World Cup ស្ដាយនៅអាសង់ទីន2014ឡើងមកបាទហ្នឹងគឺបរាជ័យខ្លាំងណាអាសង់ទីន2014 15 16សឹងតែមេស៊ីហ្នឹងគឺចូលនិវត្តន៍ពីបាល់ទាត់បាត់បាទអាចមកវិញអាចឈ្នះពានបន្តមកអាសង់ទីនវិញ
ការតោះសួរមេស៊ីដែរតែបើឆ្នាំនេះអាចឆ្លងផុតអង់គ្លេសអត់ទេមើល យើងក៏ឃើញដែរសម្រាប់អាសង់ទីននៅក្នុងរដូវកាលនេះធ្វើឲ្យប្រិមិត្តមិនសូវជាសប្បាយចិត្តប៉ុន្មានទេអ្នកគ្រប់គ្រងអាសង់ទីនបាទត្បិតតែឡើងមកបាទវាប្រច្រាស់ពី2022បន្តិច2022ចាប់បើកឆាកមករោគរាប៉ុន្តែគឺចាប់ផ្ដើមល្អបន្តិចទៅគឺចាប់ផ្ដើមល្អខ្លាំងមកប៉ុន្តែរដូវកាលនេះវាទៅជាប្រច្រាស់វិញហើយពេលដែលចាប់ផ្ដើមភ្លាមឃើញអាសង់ទីនស៊ីរហូតទៅរហូតបានរហូត3គួរដំបងក៏យើងមើលយើង មេស៊ីមានក៏បាល់ដល់ពេលចាប់ផ្ដើម32មកលេងចាប់ផ្ដើមទៅថែមម៉ោងកាន់តែច្រើនទៅតាំងពីដាក់ប្រយុទ្ធ3រហូតដល់ដាក់ប្រយុទ្ធ4នាក់បាទចុងក្រោយដូចដាក់ប្រយុទ្ធ5នាក់អស់បាច់អស់បាច់បាទអស់ពិធីហើយចុងក្រោយហ្នឹងគឺ5នាក់ដាក់ប្រយុទ្ធបាទអញ្ចឹងយើងសួរថាតើគាត់លាក់តម្រង់ឬក៏មិនខ្ញុំគិតថាមិនលាក់ទេបាទពេលនេះគឺអស់ហើយលេងគឺបញ្ចេញអស់ហើយលេងហើយបាទហើយទាំងអាវុធសម្ងាត់អីព្រួញអីបាញ់ខ្ទេចខ្ទីគ្មានសល់ទេបាទមើលសងទីនបើនិយាយទៅចាំពីវគ្គ32មកគាត់ហូបគេមុនបើគាត់រកក៏បាល់មុនគាត់តម្លាក់គាត់ឲ្យគេលេងគេសុទ្ធចូលទៅអាគាត់ប្រឹងលេះឡាស់មកវិញគាត់ប្រឹងបុកគេវិញប៉ុន្តែបើគាត់ស៊ីគេគាត់បុកទៀតដែរស៊ីមគាត់បណ្ដោយតម្រង់គាត់ចូលបិទហើយបិទតែបើគេស៊ីគាត់វិញគាត់ចាប់ដើមដូចប្រកួតមួយ AC បងហើយអូដូចកោរោកោខឹងដាក់យកហើយគេមករមេស៊ីទៅហើយទៅហើយបាទញាក់បីទៅប៉ុន្តែការប្រកួតមួយស្វីសយើងមើលទៅគាត់ប្រឹងដែរណាបាទប៉ុន្តែយើងអាចនិយាយបានថានេះគុំតែស្វីសកាតក្រហមទេបាទគុំកាតក្រហមបាល់នេះខ្ញុំជឿជាក់ថា 90% បានទៅដល់ពេលហ្នឹងទីបាទព្រោះមានអីដាក់ប្រយុទ្ធចូលអស់ហើយប្រយុទ្ធមិនចូលហ្នឹងឃើញគ្នាគេនៅសល់តែ9នាក់ហ្នឹងហើយប្រយុទ្ធមិនចូលផងហើយសួរថាតើធ្វើម៉េចចូលតម្រាំគេ10នាក់ស្មើមិនគេអូកាឡាយកស្មើយកទៅពេលហ្នឹងទីពេលហ្នឹងទី50ហើយគ្រាន់ពេលហ្នឹងទីមេស៊ីចាប់ដើមភ័យទេមេស៊ីភ័យពេលមេស៊ីឲ្យតែពេលហ្នឹងទីគាត់ភ័យខ្ញុំក៏ឃើញបាល់ជើងមេស៊ីក៏បាច់ដាក់មេស៊ីទេដាក់ឲ្យកន្លែងតទៅអត់ប្រេះតទៅកន្លែងទៅបាទហើយអេដមីនសិនសួរបន្តិចបើយើងនិយាយអំពីអាសង់ទីនមួយស្វីសយើងថែមបន្តទៀតគិតថាបាទមិញខ្ញុំនិយាយហើយណាចង់ដឹងពីគំនិតអេដមីនសិនវិញថាតើអាសង់ទីនមួយស្វីសហ្នឹងគិតថាការប្រកួតនេះអាសង់ទីនព្យាយាមលេងអញ្ចឹងឬក៏គាត់លាក់បាទឬក៏មកពីកម្រិតរបស់ស្វីសហ្នឹងខ្ពស់ដែរខ្ញុំគិតថាអាសង់ទីនគាត់ព្យាយាមលេងហ៎បងហើយគាត់អត់លាក់ទេប៉ុន្តែកម្រិតរបស់ស្វីសគឺអត់ងាយចូលដែរបងគេការពារគាត់គេនឹងហ្មងបងទោះបីជាគេសល់គ្នាតែ10នាក់នៅក្នុងទីលានយ៉ាងណាក៏ដោយហើយតម្រង់របស់អាសង់ទីនគឺដូចខ្ញុំនិយាយអញ្ចឹងអត់លាក់ទេប្រឹងព្យាយាមឈ្មោលបុកអត់ខុសពីការប្រកួតមួយ AC ទេប៉ុន្តែគឺគេបុកអត់ចូលបានទៅដល់ extra time ពេលហ្នឹងបើ fan អាសង់ទីនអង្គុយភ័យតែអាសង់ទីនឲ្យតែ fan មើលបាល់គឺបញ្ជួសរោមជួយគឺអាសង់ទីនគាត់លេងអញ្ចឹងហ្មងសម្រាប់ឆ្នាំនេះវគ្គ32ក្រុមចុងក្រោយជួបមួយខាវ៉ាដល់ extra time អត់តែមួយ AC ទេប៉ុន្តែមួយ AC ហ្នឹងប៊ីជាងគេទៀតបាទអត់មានអាកាសហ្នឹងអត់មានអាកាសហ្នឹងបងបាទប៊ីហ្នឹងដល់ពេលមួយស្វីនេះប៊ីនឹងពេលនាទីទៀតហើយពេលនាទីដែរមេស៊ីគាត់រៀងភ័យអញ្ចឹងបើឡើងដល់ពេលនាទីមេស៊ីតោះចូលខកដំបងទៀតទៅបាទឡើងដល់ពេលនាទីអត់និយាយលេងសើចណា50មួយស្វីហើយស្វីក៏រឿងពេលនាទីបងប្អូនយើងគាត់យល់ដឹងច្រើនណាស្វីពេលនាទីល្អស្វីហើយស្វីក៏ពេលគេដូចជាពេលឈ្នះកូឡុំប៊ីទៀតបាទអ្វីដែលយើងសង្កត់ធ្ងន់មែនតើនោះគឺរវាងការប្រកួតអាសង់ទីនជាមួយនឹងស្វីសហ្នឹងឃើញថាកីឡាកររបស់អាសង់ទីនទូជាងកីឡាកររបស់ស្វីសកីឡាករធំមែនតើបាទអូអញ្ចឹងហើយដែលជាហេតុដែលថាប្រយុទ្ធមិនស្រួលទេបាទនេះដែលធ្វើឲ្យកីឡាករត្រូវព្យាយាមលេងពីចង្ងាយច្រើនហើយក៏គ្រាប់ដែរបាទបញ្ចប់ការក្តីសម័យបាទរបស់ស្វីសឡែនក៏មួយគ្រាប់ពីចង្ងាយរបស់ជូលៀនអាវ៉ារ៉េសដែរបាទនេះបើសិនជាគាត់នៅអត់ពីចង្ងាយទេព្យាយាមនៅតែត្បល់ទៀតទៅអត់រួចទេបាទទៅអត់រួចទេបាទទៅអត់រួចទេតឹងណាស់ដឹងដល់ពេលបន្តិចហើយបាទលេងបាល់លើក៏បាក់ទៀតគ្រាប់បាល់ទៅប្រូអាវ៉ារ៉េសទៀតបាទតាំងពី World Cup 20មកបាទទៅសុទ្ធចូលបាទមើលទៅគាត់ពិបាកដែរខ្ញុំមើលទៅអត់ទេតានតឹងមែនតើបាទហើយសម្រាប់បាសេឡូណាគឺតែចង់បានអាប់រ៉េមិនថាអាប់រ៉េគាត់មានវិបត្តិទេអារម្មណ៍មិនមូលនៅ World Cup នេះឬក៏យ៉ាងណាប៉ុន្តែអាប់រ៉េ22អែមបាទជួលអាប់រ៉េនៅ22គឺអែមខ្លាំងហ៎បាទអែមដល់26នេះអត់សូវបានបាទតោះយើងនិយាយអំពីគូកំសាន្តអញ្ចឹងហើយអស់ហើយណាបាទយើងនិយាយអំពីគូយប់នេះហ្នឹងអញ្ចឹងសូមអេដមីនតុលានិយាយតិចមើលរវាងគូបារាំងជាមួយនឹងអេស្ប៉ាញយប់នេះតើគិតថាមួយណាជាមួយណាបាទមើលអាយហ្នឹងដឹងការប្រកួតបារាំងមួយអេស្ប៉ាញនេះគឺបើនិយាយទៅវាតាមតឹងខ្លាំងមែនតើតែយុវបវិភាគដោយសារតែបើនិយាយអេស្ប៉ាញតាំងពីវគ្គចែកពួរមកដល់វគ្គ4ក្រុមនេះពួកគេរបូតគ្រាប់បាល់ត្រឹមតែមួយបាក់គ្នាជាមួយនឹង basic ហ្នឹង
បារាំងរបូត2គ្រាប់ បាទ ប៉ះ Norway ហើយនឹងប៉ះមួយ Senegal អញ្ចឹង2ក្រុមនេះគឺការពារនៅខាងក្រោមគឺអែមដូចគ្នា បាទ និយាយទៅ2ក្រុមតែខាងលើអេស្ប៉ាញដល់បារាំងទេដូចយើងដឹងហើយបារាំងគេមាន Michael Olise គេមាន Barcola គេមាន Mbappe Dembele របស់គេហ្នឹងគឺហ្នឹងគឺ Mbappe ហ្នឹងតែម្ដងខ្លាចតែរឿងហ្នឹងឯង4អ្នកលើហ្នឹងចាំមើលថាអេស្ប៉ាញគេរៀបវិធីសាស្ត្របែបណាក្នុងការបិទគាត់ថាប្រវត្តិបើយើងនិយាយទៅមើលប្រវត្តិវិញគឺរៀងបារាំងរៀងចាប់មួយអេស្ប៉ាញដែរបារាំងដូចជាមិនសូវឈ្នះបារាំងឈ្នះអេស្ប៉ាញច្រើនដូចជាប៉ះគ្នាប្រហែលលើកតែដូចជាអេស្ប៉ាញឈ្នះដល់តែ7 11លើកអេស្ប៉ាញឈ្នះ7បារាំងឈ្នះបានតែប្រហែលលើកហ្នឹងហើយនឹងស្មើអញ្ចឹងជប់នេះតែបើថាអារម្មណ៍ខ្ញុំស្រឡាញ់អេស្ប៉ាញទេតែបើតាដឹងបារាំង បាទខ្ញុំបារាំងបាទពាក់អាវបារាំងហើយ បាទជំរាបជូនដល់ការប្រិមិត្តវិញក៏មានការយល់ច្រឡំបាទនឹងពាក្យថា Messi ភ័យនោះ បាទតែពិតយើងមិនមែននិយាយទៅទម្លាក់បង្អាប់បាទទៅលើ Lionel Messi ទេប៉ុន្តែរឿងនេះក៏ Lionel Messi ខ្លួនឯងក៏គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួចហើយថារៀងរាល់បាល់ពេលនាទីគឺគាត់បាទគេហៅយើងនិយាយម៉ាត់ទៅគាត់និយាយពាក្យថាគឺមិនមែនជំនាញរបស់គាត់តែម្ដងបាទហើយអ្វីដែលយើងពាក្យថានិយាយថាភ័យនេះគឺចង់បញ្ជាក់ពីអារម្មណ៍របស់គាត់ដូចគ្នាបាទព្រោះអារម្មណ៍របស់គាត់នៅពេលដែលទទួលបានបាល់ពេលនាទីគឺអារម្មណ៍របស់គាត់គឺមិននឹងនៅទេព្រោះដោយសារតែបាទប្រិមិត្តត្រូវមើលពីប្រវត្តិបាទយើងឃើញហ៎បាទប៉ះមួយឈេលីបាទរហូតដល់ Lionel Messi សុំឈប់ពីជម្រើសជាតិអាសង់ទីនបាទនេះគឺជាឥទ្ធិពលនៃក្របបាល់ពេលនាទីបាទដែលធ្វើឲ្យ Lionel Messi គាត់អត់សប្បាយចិត្តនឹងខ្លួនឯងទេបាទហើយបើយើងនិយាយសុទ្ធ free kick ក៏ច្បាស់សុទ្ធពីចង្អាយក៏ច្បាស់ហើយហ្នឹងក៏ច្បាស់ទៀតអាឡែងដែលសុទ្ធហ្នឹងគឺក្របបាល់ដែលគាត់សុទ្ធហ្នឹងគឺសុទ្ធធ្វើឲ្យអ្នកចាំទីហ្នឹងឆ្ងល់ហេតុអីបើយើងនិយាយថាអ្នកចាំទីឆ្ងល់បាល់អ្នកចាំទីគិតតែខ្លួនឯងលោតដល់ហើយតែលោតមិនដល់ទេបាទហើយផុតតែដៃអ្នកចាំទីមិនទីទេគឺច្បាល់ហ្នឹងចូលតែម្ដងអញ្ចឹងអ្នកចាំទីទៅសួរអ្នកចាំទីមួយណាក៏ដោយគេតែងតែនិយាយថាគេមិនយល់ពីបាល់ដែល Messi សុទ្ធទេបាទគេធ្លាប់ចាប់បាល់ដែលមានលបឿនលឿនគេចាប់បាល់ខ្លាំងលបឿនលឿនប៉ុន្តែ Messi បាល់មើលមកឃើញហោះមកធម្មតាបាទប៉ុន្តែចាប់អត់បានបាទជាចំណុចមួយហើយខ្ញុំមិនបាននិយាយបាទពួកខ្ញុំអត់មានទៅមានចេតនាអីនិយាយថាអូ Messi អន់មិនបាននិយាយថា Messi អន់ទេគ្រាន់ថាអារម្មណ៍របស់គាត់បាទព្រោះព្រេងទៅមើលប្រវត្តិយើងទៅមើលពីអ្វីដែលគាត់បាននិយាយជាមួយសន្និសីទសារព័ត៌មានមិនពួកខ្ញុំចេះតែនិយាយណាគឺគាត់បាននិយាយជាមួយសន្និសីទសារព័ត៌មានគាត់និយាយខ្លួនឯងបាទគាត់និយាយខ្លួនឯងហើយសម្រាប់លោក Scaloni គឺដាក់ Lionel Messi គឺជម្រើសទី1នៅក្នុងការសុទ្ធពេលហ្នឹងទីបាទប៉ះអង់គ្លេសបើបានពេទេមិនស្រួល Messi អត់សុទ្ធទេមើលទៅបាទហើយចំណុចនេះយើងក៏បាទនិយាយថាលើទៅមិនលើកគឺយើងចង់និយាយថាLionel Messi យើងមិនបាច់និយាយថាគាត់ល្អយើងមិនបាច់និយាយទេព្រោះពិភពលោកតែមួយគឺស្គាល់គាត់ហើយបាទអញ្ចឹងគ្រាន់តែគេស្គាល់គាត់យើងមិនបាច់និយាយថាគាត់ល្អគឺគេដឹងអស់ហើយបាទគេដឹងអស់ហើយបាទអញ្ចឹងសម្រាប់រឿងនេះបាទបញ្ជាក់ជូនប្រិមិត្តប៉ុណ្ណេះបាទខ្ញុំមិនមែនពួកខ្ញុំជា hater អីរបស់អាសង់ទីនអីទេបាទបាទអញ្ចឹងយើងនិយាយអំពីគូយប់នេះបន្ថែមទៀតមិញបាទអេដមីនដុល្លារនិយាយហើយតែខ្ញុំចង់ថែមតិចជាមួយអេដមីនដុល្លារតើគំនិតថាអេស្ប៉ាញអាចនឹងទៅរួចហ្នឹងគឺរួចត្រង់ចំណុចណារួចត្រង់ចំណុចណាគឺចង់មានន័យថាតើការពារហើយ counter វាបោឬក៏ប្រើតាមប្រព័ន្ធបាទសម្រុកដូចគ្នាបាទគិតមិនដែរខ្ញុំគាត់ថាបាល់យប់នេះរវាងអេស្ប៉ាញមួយប្រាំងអេស្ប៉ាញនឹងអាចនឹងប្រើទម្រង់គឺទប់ counter ប្រើនឹងគ្របហើយនឹងតែបាញ់ហ្នឹងខ្ញុំគាត់ថាដល់120នាទីដែរតែបែ90នាទីខ្ញុំថាមួយស្មើ5 10នាទីពីដងអេស្ប៉ាញគាត់នឹងយកឈ្នះបារាំងនេះតាមការយកឃើញរបស់ខ្ញុំណាបាទ90នាទីគឺស្មើគ្នា1-1អេស្ប៉ាញយើងនិយាយទៅអាចនឹងយប់នេះគាត់ប្រហែលជា Luis de la Fuente គាត់នឹងប្រើប្រាស់ថាដាវញីឈ្មោះរបស់គាត់ហើយ Nico Williams ជាមួយនឹង Lamine Yamal ចូលកន្លងដែរព្រោះថាប្រកួតមុន Nico Williams គាត់អត់តន់ fit 100%ទេគាត់នៅលពោះប៉ុន្តែគាត់អាច comeback ចូលមកវិញនៅចុងម៉ោងការប្រកួតទល់នឹង Basic ហ្នឹងអញ្ចឹងប្រកួតហ្នឹងអាចនឹង Luis de la Fuente គាត់នឹងប្រើបាទ11អ្នកដំបូងបាទ11អ្នកដំបូងបាទ3លើហ្នឹងប៉ុន្តែស្ប៉ាញវារៀងស្ទើររឿងនេះតិចហ្មងបញ្ចុតកតាលអូយ៉ាសបាល់អូយ៉ាសបាល់រៀងដូចតែឆ្នាំហ្នឹងក៏មិនអាវ៉ារ៉ូម៉ូរ៉ូតាគាត់ចូលនិវត្តន៍គាត់មិនអត់ជាប់មកហ៎ដូចជាអត់ជាប់មកទេអត់ជាប់មកការឆ្នាំយូរ៉ូគាត់មានអាវ៉ារ៉ូម៉ូរ៉ូតាអូយ៉ាសបាល់ផ្លាប់ដូរចូលតែឥឡូវអូយ៉ាសបាល់បាទអូយ៉ាសបាល់និយាយទៅគាត់មិនសូវជាមុតអីប្រហែលទេអូយ៉ាសបាល់ស្ដាប់ប្រយុទ្ធរបស់រៀលសូសដេតបាទយើងគិតវិញគឺ
tăng vì na về đây móc cả đá bo Espagne đôi chứ mình miên ấy chỉ cái hai tha thua ở kia đồn thốt đó nè còn ta ở với đây chỉ Espagne miên bật cót cứ slap cho anh Sam bà hơi chìm sẽ cứ đồng bọn bầm rà hay rồi riêng Pedri nâng Rodri bay chạy kia sạn á bà Rodri cứ đá tuôn này nơi cà pía bà Pedri đá tuôn này nơi không đồng bọn bầm rà bàประโยชน์bà ní đây châu sau đài đấy đây xa tại Gavi có fit bà bờ san Gavi phơi tiết bà chưa nè bà có thịt đạm bầm rau bay đi hơi bà bay thằng Gavi đánh Gavi bà thằng lính đánh à mũi tiết phong này sầm rạp ở Emin Tola chưa kết thà dục ní sầm rạp khang Espagne bình ta ai nâng thua bàn lo chỉ mũi nâng Olise thì bà bởi chân thì dương mưa mà tên cứ khúc khờ lá đào tù này thì ngôn nó na dục ní ná bật Olise ná hay dương cái lấy chụp cái sân đi cứ ai chứ cái lấy ta mưa Nuno Mendes và phần nâng hới bà nơi ta Oli đã chặt cây mùi tiệt bà còn tay giờ nào mình sầm rạp mình đây và cô trời ban rồi bua để sao ta giảm mà hỏi đài bà nên là bua để sao giảm mà mình giảm mà có thể thua ấy đó bà cứ mạp phá đây giảm mà rút tam giảm mà thua ở miền Bắc Hà được bua luôn này bà chẳng sầm rạp bà rang mình bà sân là dương vậy tới mà khai mình nè đi mà khai vậy pi sầm rạp bà rang mình có bảo bà bật giảm mà được nè bà hơi sầm rạp bà Espagne có bảo bà bật Oli được nè rồi giảm má bà rang đôi chia sai cà pía bà miền để nhê bà ok để nhê nâng thi ô rằng đại thi ô đi sang mặt phở tề mà vừa khám đôi chia sơ phở tề vật phở đi nhê chờn đi nhê nâng rạp bật giảm mà là chỗ này miền mùi trên đáy cứ Saliba chả mơ ta ở Saliba nâng a bà xạ ca kia ban lò thế chỉ mùi nâng để nhé không ca bật từ lừa giảm mà bà tay sầm ép khang chuối với dương có đằng đấy bên na cứ quạt đào tu này ti và trang bị đào mà ta hơi và sầm ra bọn slap và chốt khang chuối bọn tay à với được trong pruy bờ rom cứ pruy bờ rom nó không chồng nói của chốt cái đào rồi bỏ bà rang thế đây viết tha vi bọc bạ mình tên đây trong chồng đôi chiết Espagne và chồng bon cứ dương ta tu squash sầm ép Cubasi và cái là cô bà vây mấy đây cũng pung là lại trường là ô mình tên sầm ép bọn cà pía nó bà Cubasi hay sầm ép là po quạt cha và xa hay còn tay còn ha dương ai vậy ban ha quạt cổ miền ngày là nguyên ngày sốt chẳng á nè bà hay sầm áp bà Espagne trong cào ní có bà mua tận nạp thiết sầm áp Cubasi ní đây để có thưa bà ô bà sầm áp nhóm nhóm kịch hà vì chỉ phò lồng bạc muối bà bỏ Espagne lồng bạc ngôn bồng phốt nút cứ đồng bọn cà phê cả đá cứ ngôn lại nằng tại bà sân chỉ slap nhóm kịch hà Oli cho mùi nằng khúc khờ lá phải chỉ miền tây miền máu bà hay sầm rạp hàng chuối vĩnh và poro và cho mùi đủ ế vì có chi chấm nói mùi chấm nào đá bộ được xa tại poro nơi spur mưa tới quát đôi ngày là trong việc của bà cho này mà ngày cặp ngày cào dương ở lấy tầm mưa đồng bon bột bà bỏ bà Espagne vĩnh từ pa cho mùi nâng bà khang bà ráng bà miền tăng bị khôn đi du pa mấy cái nấu hết Saliba thiệt dương còn là còn lấy tầm mưa bay nè đi vĩnh cọp sợi vào rồi còn trong việc của bà mình thế đó bà mình tênสำหรับดมบอลบ่มราดมบอลบารังปัจจุบันคือโกนเน่กำปงแต่ลางชื่อชุบดาชัวไม่ได้ยังจังส่วนอันนี้กอดเล่นนี่ไปกอดเล่นช่างใหญ่ค่ะกอดดาวตูนตีบ่มรากาปีชาร์บาใช้สำหรับโกนเน่นี่คือกอดดาวตูนตีเชื่อบ่มราเป็นตัวจังกอดอัดเซอร์โจโขมาที่คือกอดเล่นในกระดาษเป็นอย่างน้องเธอประยุทธ์กอดโจประยุทธ์เธอกาปีกอดโจมากาปีปัจจัยยุคนี้คือหลงเปิงปูโทมพอดนู้คือรวมเปิงตะเลโรดรีเดบ่าสำหรับข้างจมรจิตEspagneดมบอลบ่มรากาปีโรดรีบ่ายมก็ท่าบาลนี้โปรดสันบ่าโรดรีกอดอาจทั่วบ้านละบาลนี้คือยึดโยงEspagneเฉินบ่าคือยึดโยงEspagneเฉินแต่ว่าสันเจแต่โรดรีพลอดให้จ่าใบบ่าจ่าใบบ้านนี้เงินมากบ่าchuyện cóไอ้มิสนั้นก็ไม่ได้ว่าสมัยกูอยู่นี่เบอร์ปีnhung tới nhung có sờ lạnh Spain để bong tờ la đấy nhung sờ lạnh Spain còn Spainคือគេលេងអាក្បែរទីគីតកាលឿនណាបងថាការនេះជាក្រុមបាទថាការគ្នាជាក្រុមអាសាមគីរបស់គេគឺលឿនមែនហើយខ្ញុំខ្លាចតែខ្សែការពាររបស់បារាំងបិទអាតម្រង់បោSpain បុកអញ្ចឹងតែមានមកគ្រាប់ហើយគឺចប់ហើយគេថាការប្រកួតហ្នឹងបើខ្ញុំគិត Spain ស៊ី 1-0ឲ្យតែមានមកគ្រាប់ខ្ញុំគេថា Spain គឺគាត់ដកមកលេងតុបវិញ
បើលេងទប់ខ្ញុំគិតថាតឹង តឹងក៏មិនតែដើម្បីជាជោគជ័យឲ្យតំបានមួយត្រឹមតង់ទី2អូខេបង បាទវាមិនស្រួលទេណាបាទ ស្រួលនិយាយទៅពិបាក ទប់ឲ្យគេវាយវាមិនស្រួលទេបាទ បាញ់ហើយបារាំងពីចង្រៃ ប្រាំងបាញ់ក៏ឆ្ងាយអាអូសលេងក៏បានទេបានមកចប់ពេកបងអញ្ចឹងសម្រាប់ស្វាញបើ C1 ចង់បិទដូចខ្ញុំនិយាយមិញបិទឲ្យជាប់មកដកពីលើចុះមកក្រោមទាំងអស់យកបងណាដើម្បីទៅវគ្គ final ព្រោះស្វាញគេធ្លាប់លើកពានបាន2010អញ្ចឹងឆ្នាំនេះអាចដែរបើសិនជានិយាយទៅសាយ A បើសិនជាបារាំងមួយស្វាញឈ្នះបងប្អូនយើងវាច្រើនគាត់ថាក្រុមទាំងពីរហ្នឹងឲ្យតាណាគេឈ្នះមួយគឺលើកពាន បាទនិយាយទៅគឺសម្រាប់ក្រុមទាំងពីរនេះគេបានដាក់រហស្សនាមមកហើយគឺក្រុមផ្ដាច់ព្រាត់មុននឹងឈានចូលដល់វគ្គផ្ដាច់ព្រាត់ បើន័យថាអ្នកណាដែលឈ្នះនៅក្នុងការប្រកួតនេះគឺអាចលើកពានបានហើយ បាទព្រោះថាបើសិនជាយើងកលេចទៅគឺសម្រាប់ពេលនេះគឺទាំងអេស្ប៉ាញទាំងបារាំងគឺមើលទៅការលេងលើទីលានរបស់គាត់គឺគ្រប់គ្រងស្ថានភាពបាទទាំងការគ្រប់គ្រងស្ថានភាពទាំងការបង្កើតឱកាសបាទទាំង fair play គឺពួកគាត់លេងបានល្អមែនទែនដោយមិនមានបាទបញ្ហាណាមួយតាក់ទងជាមួយនឹងឡើងមកដោយសារតែមានបញ្ហាបាទតាក់ទងអាញាកដាលតាក់ទងនឹងស្អីទេ គឺ clean បាទគឺ clean ស្អាតមែនទែនសម្រាប់ក្រុមទាំងពីរបាទហើយសម្រាប់អេស្ប៉ាញវិញយើងដឹងហើយថាទម្រង់លេងរបស់គាត់គឺល្អមែនទែនការបែងចែកបាទការប្រកួតនេះគឺបាទបែងចែកគ្នាអ្នកលេងរ៉ូលបាទក៏ដូចជាការសហការនេះគឺល្អខ្លាំងមែនទែនអត់ដូចបារាំងទេបាទបារាំងដូចខ្ញុំលើកឡើងជូនប្រិយមិត្តអញ្ចឹងគឺបារាំងមិនមែនពឹងលើបាទបច្ចេកទេសទេពឹងលើធំគឺកីឡាករតែម្ដងបាទអញ្ចឹងគាត់អាងធំបំផុតគឺប្រយុទ្ធ4របស់គាត់នៅលើហ្នឹងគឺចាំតែរកគ្រាប់ទៅបាទហើយតំបន់បំរើចាំតែឆ្កឹះចាំតែជួយចាំតែ support ខ្លះៗទៅបានហើយបាទតំបន់ការពារបាទអត់ចាំបាច់អីទៅអីណាជួយគាត់អីច្រើនពេកទេតែ4នាក់គាត់ខាងលើគឺជួយធ្វើបានការងារបានហើយ បារាំងដូចជាមក World Cup នេះអត់មានលាក់ជើងទេតាដូចគ្រប់ការប្រកួតរបស់គាត់ដាក់មកគីបនឹងអស់មកលេងអត់តែលបួនទេយើងអត់ខ្វល់លបួនទេដែលចាំដាក់យកហ្មង គាត់ចង់សូមឲ្យឡើងទៅដល់ final លេងតម្រង់នឹងយកហ្មងមើលតា final អស់ទាំងដើមបលេអស់ទាំងបាប៉េមិនដឹងខ្លួន បាទសម្រាប់ខ្ញុំវិញខ្ញុំគិតថាសម្រាប់ការប្រកួតនេះបាទអ្វីដែលខ្ញុំនិយាយដដែលថាអេស្ប៉ាញរំពឹងធំបំផុតគឺរ៉ូទ្រីហើយបាទបើសិនជារ៉ូទ្រីអាចទប់ទល់បានបាទប្រិមិត្តឆ្ងល់ថាហេតុអីបានទៅជារ៉ូទ្រីវិញមិនក៏ខ្ញុំរំពឹងទៅលើរ៉ូទ្រីមិនក៏មិនរំពឹងកីឡាករផ្សេងដូចយ៉ាម៉ាល់អីគឺតាក់ទងជាមួយតំបន់ការពាររ៉ូទ្រីប្រិមិត្តបានឃើញហើយនៅពេលដែលគាត់នៅ Man City ក៏ដោយពេលដែលគាត់លេងឲ្យជម្រើសជាតិអេស្ប៉ាញក៏ដោយគាត់ដើរតួនាទីធំបំផុតគឺតំបន់បំរើការពារបាទហើយយើងឃើញហើយ Manchester City នៅពេលដែលមានគាត់ Manchester City គឺកម្រនឹងរបូតគ្រាប់ណាស់បាទ ហើយក៏មកចាញ់ ហ្នឹងហើយតាក់ទងជាមួយដូចគ្នាសម្រាប់អេស្ប៉ាញយើងក៏លេចមើលការប្រកួតចុងក្រោយនៅយូរ៉ូពេលដែលមានគាត់ក៏ពិបាករកគ្រាប់ដែរបាទព្រោះគាត់អត់ជួយ support តំបន់ប្រយុទ្ធទេបាទអញ្ចឹងហើយនៅលោកហ្វិនទេគ្រាន់តែដោះដូររ៉ូទ្រីចេញពឹបមានគ្រាប់ភ្លាមបាទអញ្ចឹងក៏ជាចំណុចនេះយើងអាចបានបញ្ជាក់ឲ្យថាសម្រាប់រ៉ូទ្រីដើរតួនាទីសំខាន់ណាស់នៅក្នុងការបាទតាមចាប់ក៏ដូចជាតាមការពារក៏ដូចជាគេហៅថាអាវក្រោះមួយជាន់ទៀតមុននឹងឈានចូលដល់ខ្សែការពារបាទអញ្ចឹងនៅពេលដែលអស់គាត់ហើយគឺខ្សែការពារគឺត្រូវតែគេហៅថារំពឹងលើខ្លួនឯងទាំងស្រុងហើយបាទអញ្ចឹងចំណុចនេះគឺជប់នេះគឺអាស្រ័យខ្ពស់ទៅលើរ៉ូទ្រីបាទហើយសម្រាប់ខាងអេស្ប៉ាញវិញបាទយើងមើលឃើញហើយគឺវារបៀបដដែលទេរបស់លោកហ្វិនទេគឺតំបន់ប្រយុទ្ធរបស់គាត់គឺនៅតែឡាមីនយ៉ាម៉ាល់បឺណាហើយជាមួយនឹងអូសាយ៉ាបលបាទតំបន់បម្រើនៅតែភាគច្រើនគឺរ៉ូទ្រីពេទ្រីបាទដល់នីអលម៉ូបាទពីមុនមកអត់ទាន់ដាក់អលម៉ូទៀតបាទអត់ទាន់ដាក់អលម៉ូសិនឥឡូវដាក់អលម៉ូមកលេងព្រោះគាត់តែបើសិនតែយើងកលេចទៅមើលទៅទាំងអូសាយ៉ាបលទាំងអលម៉ូគឺតំបន់ប្រយុទ្ធទេបាទអញ្ចឹងមានន័យថាគាត់ប្រើប្រព័ន្ធនេះគឺប្រយុទ្ធមាន2នាក់ហើយបាទគាត់ដោយសារតែគាត់គិតឃើញថានៅក្នុងតំបន់ប្រយុទ្ធពឹងលើអូសាយ៉ាបលគឺប្រហែលជាតឹងអញ្ចឹងត្រូវតែមាន2បាទអស់1នៅសល់1បាទតែអ្វីដែលអេស្ប៉ាញលេងគឺមានតារៀងទុនបន្តិចនៅក្នុងតំបន់ស្លាបប្រយុទ្ធខាងឆ្វេងបាទហើយបាល់នេះប្រសិនបើលូកាសឌីញេបាទទប់ទល់ជាមួយនឹងយ៉ាម៉ាល់បានណាអេស្ប៉ាញគឺចប់ហើយអស់ហើយលេងចប់ហើយអស់ហើយនៅអាម៉ាល់មួយអស់អ្នកចែកហើយអស់តែប៉ុណ្្នឹងហើយបាទអញ្ចឹងវាអាចដែរប្រសិនបើលោកគ្រូបាទលោកដេសំ បាទផ្ដល់ឱកាសឬក៏ផ្ដល់ការ set up ឲ្យលូកាសដេញេហើយជាមួយនឹងរ៉ាបតដើរតួនាទីជាមួយនឹងបាទយ៉ាម៉ាល់បាទអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលធំណាបាទហើយយើងក៏ដឹងដែរថាសម្រាប់យ៉ាម៉ាល់គឺគាត់ស្ថិតនៅក្នុងវ័យ18ឆ្នាំ
បាទតែកាយសម្បត្តិគាត់ល្អបាទកាយសម្បត្តិគាត់ល្អបាទតែក៏អាស្រ័យលើការលេងបាទចាំមើលយើងបន្តទៀតថាតើរបត់ហើយជាមួយនឹងលូកាដេញេអាចធ្វើអីជាមួយនឹងយ៉ាម៉ាល់បានទេបាទតាមខ្ញុំគិតបាល់នេះបិទតែយ៉ាម៉ាល់ចិត្តខាងឆ្វេងធ្វើអីពិបាកមែនតើបើកាលមុនមាននីកូវីលៀមគឺបិទឆ្វេងសស្ដាំបិទស្ដាំសឆ្វេងបាទហើយសុបិជាការប្រកួតចុងក្រោយក៏ដោយយើងឃើញនីកូវីលៀមបាទបិទយ៉ាម៉ាពេកនីកូវីលៀមកាយពេញតារាងបាទកន្លែងណាក៏នីកូវីលៀមទៅដែរបាទពឺបិទមិនជាប់ទេបាទហើយសម្រាប់ពេលនេះអ្វីដែលខ្ញុំផ្ដល់ឲ្យបារាំងមានភាគរយច្រើនជាងទៅអេស្ប៉ាញគឺត្រង់ចំណុចនេះឯងបាទតែនេះគឺលើកឡើងជូនប្រិមិត្តដោយសារតែនីកូវីលៀមអត់លេងណាតែប្រសិនបើយប់នេះនីកូវីលៀមបានចូលលេងនោះមានន័យថាបារាំងប្រហែលជាអាចនឹងលទ្ធផលដូចស្តៀងជាមួយនឹង Nation League ចឹងបាទបុកពេកចំហជើងក្រោមបាទឆ្វេងមក បាទតែប្រសិនបើបារាំងលោកដេសំផ្លាស់ប្ដូរពីអត្តចរិតនៅក្នុងការលេងបែបនេះបាទន័យថាមិនប្រយុទ្ធអ្នកឯងមួយបោះផ្ដាច់អាហ្នឹងក៏បានដែរបាទអញ្ចឹងគេហៅថាអាហ្នឹងគេហៅថាមានទៅមានមកណាបាទអញ្ចឹងយើងអត់ដឹងថាលោកដេសំជ្រើសរើសប្រព័ន្ធណាទេប៉ុន្តែបើសិនជាបារាំងលេងកាយតាំងពីដើមហើយបើសិនជាចុងក្រោយលេង slot ដូចវាអាក្រក់មើលពេកហ៎បាទកាយតាំងវាអាចកាយទៀតដែរទៀតបងសម្រាប់ខ្ញុំគិតថាយប់នេះបារាំងប្រហែលជាមិនឲ្យបាក់មុខដូច Nation League ទេប្រវត្តិនៅក្នុងជួបគ្នាគឺជួបគ្នានៅ World Cup គឺអេស្ប៉ាញអត់ឈ្នះបារាំងទេបារាំងគឺលេងអត់សូវល្អជាមួយអេស្ប៉ាញនៅ Euro បាទហើយក្រៅពីហ្នឹងគឺសិតតែជាការប្រកួត friendly ហើយយើងជំរុះ qualify គឺដូចជាអត់បញ្ហាអីទេបាទមានទៅមានមកអញ្ចឹងសម្រាប់ការប្រកួតនេះខ្ញុំអាចនិយាយបានថាប្រវត្តិ World Cup គឺប្រវត្តិ World Cup បារាំងបច្ចុប្បន្នកីឡាករគេល្អពេកហើយបើសិនជាយើងនិយាយអំពីទម្រង់លេងអូខេបាទគឺអេស្ប៉ាញល្អជាងប៉ុន្តែបើយើងនិយាយពីកីឡាករបារាំងល្អជាងมันមានកន្លែងណាដែលចង់និយាយថាបើសិនជាយើងនិយាយបច្ចេកទេសលើទីលានណាអូការបញ្ជូនបាល់ឲ្យគ្នាការបង្កើតរីគីតាកាអីរបស់អេស្ប៉ាញលយមែនតើបារាំងអត់មានអីច្រើនទេបោះទៅហើយបោះទៅបោះវូទៅឲ្យតែរត់តាន់ដេម៉ាឡេរត់តាន់អឹមបាប៉េអូខេបាទរួចខ្លួនតែបើរត់តាន់អត់តាន់គាត់ពីរនាក់ហ្នឹងទៅហើយហ្នឹងចំណុចហ្នឹងរបស់បារាំងគឺនៅឯហ្នឹងបាទហើយគ្រូអត់ដែលចេញមកនិយាយអញ៉ៃអីច្រើនទេចាំតែដោះដូរកីឡាករបាទឃើញចូលមកទៅអូបាទចូលមកអីអត់មានទៅស្រែកបជាអីអញ៉ៃច្រើនទេបាទបាច់ប្រាប់ទេបាទអញ្ចឹងចំណុចនេះខ្ញុំគិតថាមួយខាងគឺបច្ចេកទេសខ្ពស់មួយខាងទៀតគឺកីឡាករខ្លាំងបាទអញ្ចឹងប៉ះគ្នាយប់នេះគឺល្អមើលណាស់ហើយចានិយាយថាជាការប្រកួតដែលល្អមើលបំផុតនៅក្នុង World Cup 2026នេះឯងបាទព្រៃមិនចឹងអាចគេងបាននៅជុំហ្នឹងបាទហើយហេតុអីខ្ញុំនិយាយចឹងចុះបែកផ្ដាច់ព្រាត់អត់ល្អមើលចុះបាទបើសិនជាផ្ដាច់ព្រាត់បារាំងប៉ះជាមួយអាសង់ទីទៀតអាចនឹងល្អមើលតែបើសិនជាបារាំងហក់ជាមួយទៅប៉ះអេស្ប៉ាប៉ះមួយអង់គ្លេសឬក៏អេស្ប៉ាញហក់ទៅប៉ះជាមួយនឹងអង់គ្លេសឬក៏អាសង់ទីនវានៅតែល្អមើលចឹងប៉ុន្តែគ្រាន់ថាការប្រកួតនេះគឺក្រុមទាំងពីរកំពុងតែឡើងជើងខ្លាំងដូចគ្នាបាទសុទ្ធតែគេហៅថាកម្រិតកម្ពស់ដូចគ្នាណាបាទអញ្ចឹងយើងអាចនិយាយបានថាប៉ះគ្នានេះគឺល្អមើលបើមិនយើងនិយាយអាសង់ទីនរដូវកាលនេះដូចខ្ញុំលើកឡើងដែរអញ្ចឹងមើលទៅធ្វើឲ្យយើងមើលទៅវាយកតាំងវគ្គ32មកគេថាធុញទ្រាន់ណាធុញបាទលេចង់គាំងម្ដងបាទអញ្ចឹងយើងនិយាយពីគូនេះប៉ុណ្ណេះសម្រាប់ខ្ញុំបាទសម្រាប់Admin SarinហើយជាមួយនឹងAdmin Dollarគិតថាអេស្ប៉ាញគឺអ្នកឡើងវគ្គបន្ទាប់ហើយសម្រាប់ខ្ញុំគិតថាបារាំងប្រសិនបើបិទយ៉ាម៉ាល់ជាប់ហើយប្រសិនបើលោកដេសំមិនប្រើប្រព័ន្ធប្រយុទ្ធពេកទេការពារល្មមហើយចាំបញ្ជូនផ្ដាច់ខ្ញុំជឿជាក់ថាបារាំងនឹងធ្វើបានល្អជាងតែគិតថាត្រឹម90នាទីរកអាច5នាទី2ដងទេខ្ញុំគិតថាមិនដល់15នាទី2ដងទេត្រឹម90នាទីហ្នឹងហ្មងបាទ90នាទីតែម្ដងបាទបាល់នេះអាចនឹងមានគ្រាប់បាល់ច្រើនគួរសមបាទមានគ្រាប់បាល់ច្រើនជាងសមបើសិននិយាយពីបារាំងវិញប្រហែលជាមន់គេមន់គោករបស់គេមែនណាបាទមិនមែនមន់ល្អណាមន់ជុលប៉ះគូជុលបាទមន់ជុលប៉ះគូជុលជុលគ្នាក៏មិនកើតដែរបាទគ្រាន់ថាសម្រាប់ខ្ញុំអត់បានកាន់ជើងបារាំងបើទោះខ្ញុំជា fan បារាំងមែនប៉ុន្តែដូចខ្ញុំលើកឡើងអញ្ចឹងវាអាស្រ័យលើប្រព័ន្ធលេងរបស់លោកដេសំអញ្ចឹងប្រសិនបើលោកដេសំយប់នេះបាទយកកំហឹងទល់នឹងកំហល់គិតតែពីប្រយុទ្ធបាទអត់ខ្វាយខ្វល់អស់បាទគឺអនាគតបាទដូចជាមួយនឹងការប្រកួត Nation League ចឹងបាទមានន័យថាអេស្ប៉ាញនឹងស៊ីទៀតហើយស៊ីច្រើនទៀតបាទវាអាច 3-1 វាអាច 2-0
បាទប្រសិនបើបារាំងនៅតែបន្តគិតតែពីប្រយុទ្ធអត់ខ្វល់ បាទ ព្រោះឃើញហើយការប្រកួត Nation League គឺបារាំងដាក់សម្ពាធទៅអេស្ប៉ាញខ្លាំងមែនទែនតែអេស្ប៉ាញមកមួយចូលហើយការបង្កើតបាទ score rate បាទរបស់អេស្ប៉ាញគឺខ្ពស់ជាងបាទបារាំងគឺមានតែការគ្រប់គ្រងមានតែការបង្កើតឱកាសមានតែការសុទ្ធទេប៉ុន្តែគ្រាប់បាល់មិនឈ្នះអេស្ប៉ាញនោះទេបាទហើយអាហ្នឹងយើងគិតមើលអេស្ប៉ាញអត់មានស្មាត់ធំហ្នឹងហើយចឹងបើសិនជាឧទាហរណ៍ន័យថាមានស្លាបប៉ុណ្ណេះបំរើលេងល្អប៉ុណ្ណេះមានតែដូរតែបាប៉េមួយមកទៀតជាប្រយុទ្ធកណ្ដាលរបស់អេស្ប៉ាញនឹងយ៉ាងណាទេបាទ កើបាទកើពិភពលោកជាហាឡែនក៏បានដែរណាបាទចោះយើងនិយាយពីគូនេះបាទសម្រាប់ខ្ញុំគិតថាបារាំងនឹងទៅរួចហើយក្នុង90នាទីប៉ុន្តែអាស្រ័យលើទម្រង់លេងបាទរបស់លោកដេសំដែរបើគាត់ប្រយុទ្ធអត់ខ្វល់ចឹងទៀតទៅមុខមើលទៅមិនមុខទេបាទអញ្ចឹងនិយាយគូថ្ងៃស្អែកបន្តទៀត អាសង់ទីនមួយ បាទអាសង់ទីនជាមួយនឹងអង់គ្លេសមិនដែរបាទ បើគូទាំងពីរនេះបងអត់ដែរឡើងទៅដល់ពេលនាទីដូចគ្នាហើយខ្ញុំខ្លាចថាអង់គ្លេសនាំអាសង់ទីនលេងទៅដល់ពេលនាទីខ្ញុំខ្លាចតែត្រង់ហ្នឹងទេប៉ុន្តែបើតម្រង់លេងរបស់អង់គ្លេសគឺថាមានភាពតានរបស់អាសង់ទីនជាស្រ័យរបស់អាសង់ទីនមានភាពតានតឹងខ្លាំងហើយអង់គ្លេសក៏ឡើងដោយអត់មានភាពងាយស្រួលដែររៀងស្ទៀងតែគ្នាទេប៉ុន្តែខ្ញុំខ្លាចតែពួកគាត់នាំគ្នាលេងទៅដល់ពេលនាទីសិតតែជាក្រុមដែលឡើងមកអត់ដែរបានដល់ពេលនាទីដូចគ្នាតែខ្ញុំបើពេលនាទីខ្ញុំគាត់ថាអាសង់ទីននឹងអាចល្អជាងអូបាទបងពេលអាសង់ទីនគេពេលទីរៀងច្បាស់ជាងអង់គ្លេសអត់សូវបានពេលទីហ្នឹងគេបានគោលគេតម្រង់លេងរបស់ក្រុមទាំងពីរហ្នឹងឡើងមកគឺដដាប់ដដួលដូចតែគ្នាដូចអង់គ្លេសឡើងមកជួបពេលហ្នឹងដូចមេស៊ីកូការប្រកួតកាតកំហុសមួយហ្នឹងតឹងហើយអង់គ្លេសជាតម្រង់លេងបុកបាយយកមកលេងការពារវិញបន្ទាប់ពីបាន 3-1 កាលហ្នឹង3-1ហើយក៏មេសិកស៊ីដោយបានពេលនាទីហើយឃើញថាអង់គ្លេសលេងតុបយកតែមែនទៅតុបឲ្យតែបនចប់ម៉ោងអាងតែឡើងហើយរវៈជាមួយនឹង Norway ដោយបងដុល្លារគាត់និយាយមុនហ្នឹងអញ្ចឹងអាការបញ្ជូនបាល់របស់ Soloff បើគាត់បញ្ជូនទៅដល់ Erling Haaland មិនស្រួលអង់គ្លេសអត់អាចមកលេងមួយអាសង់ទីនវគ្គនេះទេអញ្ចឹងគឺឡើងឃើញបុកគេដល់អង់គ្លេសបាទឡើងដោយដដាប់ទៅអង់គ្លេសនេះឃើញស៊ីមួយនិយាយពីតុបទទួលស្គាល់តែកីឡាកររបស់អង់គ្លេសសិតត្រឹមតែជាកីឡាករលំដាប់ឯងបងអូក៏លំដាប់កីឡាករដាក់មួយហើយឈុត2នៅមានទៀតបាទលេងបាន2ធីមទៀតដេកផ្ទះ Harry Maguire លក់នំប៉័ងនៅអាមេរិកផងឥឡូវបាទបើងាកទៅមើលកីឡាកររបស់អង់គ្លេសអូនិយាយតែលំដាប់ប៉ុន្តែបើសាច់បាល់របស់អង់គ្លេសក៏មិនស៊ីដូចអាសង់ទីនណាដែរបងអត់លើគ្នាប្រហែលប្រហែលគ្នាតែបើចំពោះខ្ញុំសម្រាប់ក្រុមទាំងពីរនេះខ្ញុំគាត់ថាអាសង់ទីនហើយលេងនៅវគ្គ90នាទីដល់ extra time ហើយបងអូខេចុះអេមីនដុល្លារខ្ញុំអង់គ្លេសបាទមិនវិញបាទគាត់ថាអាសង់ទីនមកដល់វគ្គនេះគឺរៀងតានតឹងជាងអង់គ្លេសខ្លាំងណាស់ហើយតំបន់ការពាររបស់គាត់ឥឡូវដូចជារៀងអត់ដូចមុនទេខ្សោយតែបាល់តែហ៊ានអាសង់ទីនគាត់ទប់អង់គ្លេសជាប់ទេបាទខ្ញុំគិតថា90នាទីដែរតែអង់គ្លេសនឹងតម្លាក់អាសង់ទីនអង់គ្លេសនឹងឡើងទៅ final game មកការប្រកួតអាសង់ទីនការប្រកួតរបស់គាត់វា knock out round ហ្នឹងគឺចេញគ្រាប់លោតអាសង់ទីនណាអស់គ្រាប់លោតតាំងពី knock out គឺអាសង់ខ្សែការពារអាសង់ទីនដូចរៀងបាទទទួលស្គាល់ចំណុចហ្នឹងដែរ error ច្រើនហើយយល់ដូចនិយាយអាសង់ទីនគាត់ពីហ្នឹងប៉ះគ្នាស្ទៀងគ្នាតែពេលណាស៊ីមួយមិនដឹងទប់ហើយហ្នឹងហើយអត់ដូចប្រាំងនៅអេស្ប៉ាញទេបើអង់គ្លេសងាកមើលការប្រកួតមួយមេសិកក៏ទប់ល្អណាស់បងអូអង់គ្លេសទប់ល្អខ្លាំងនិយាយទៅទទួលស្គាល់សល់តែ10នាក់ក៏ដោយប៉ុន្តែអង់គ្លេសក៏លេងបិទល្អរបស់គេអញ្ចឹងអង់គ្លេសឧទាហរណ៍ដូចបងតាឡានិយាយអញ្ចឹងបើសិនជាស៊ីអាសង់ទីនមួយមុនមែនណាអង់គ្លេសទប់អាហ្នឹងយើងងេមងាមដែរតែបើអាសង់ទីនស៊ីមុនអាសង់ទីនទប់វិញហើយពីហ្នឹងគឺអញ្ចឹងបងស៊ីតំគ្រាប់វាតំគ្រាប់ទប់ហើយបាទអាចបុកយកគ្រាប់ទៀតអត់ទេគេសុទ្ធស្មើវិញចាំគិតទៀតតែទៀតដូរជប់សាសទៀតតាមគ្រូគិតថាតើខ្សែការពារអង់គ្លេសប៉ុណ្ណេះអាចទៅរួចទេបាទនៅក្នុងការពារបាទទៅលើប្រយុទ្ធរហូតដល់5នាក់បាទរបស់អសង់ទីនតើបងដាក់2សិនទេតើបងចូលឡើង5ហើយបាទអាចបានម៉ាគូហ៊ីនីកូរ៉ូលីក៏គាត់គ្រាន់បើឬជាមួយទៀតកតាបងអង់គ្លេសពេលណាកនសាអាចទប់បានតែការពារ4បងលេងកនសានឹងគេហើយបាទតែប្រកួតក្រោយដូចដាក់កនសាលេងស្លាប់ការពារខាងស្ដាំរីសចេមខ្សែការពារខាងឆ្វេងវិញប្រកួតក្រោយអាចបាទអញ្ចឹងសម្រាប់ខ្ញុំគិតថាមានរឿងមួយបាទដែលជាប្រវត្តិសាស្ត្របាទអង់គ្លេសលើក
World Cup នៅក្នុងឆ្នាំ1966 បាទ បាទអញ្ចឹង2026 តាំងពីជំនាន់ បាទ ពី អត់ទេមែនទេគុំច្រឡំឆ្នាំនេះគឺជាពានដែរបាទអង់គ្លេសលើកពាន World Cup ដំបូងបាទអញ្ចឹងវា1966គិតមកដល់បច្ចុប្បន្នវា60ឆ្នាំហើយ ឆ្នាំគត់ បាទអញ្ចឹង60ឆ្នាំវាគម្រប់ខួប60ឆ្នាំហើយដែលអង់គ្លេសអត់ដែលលើកពាន World Cup ម្ដងទៀតទេនៅក្នុង Hand of God បាទរបស់ Maradona នៅក្នុងការទម្លាក់អង់គ្លេសនៅវគ្គ8ក្រុមចុងក្រោយនោះគឺនៅក្នុងឆ្នាំ1986 40ឆ្នាំហើយដែលអង់គ្លេសប៉ះជាមួយនឹងអាសង់ទីនបាទចាញ់ដោយសារបាតដៃព្រះបាទរបស់ Maradona បាទអញ្ចឹងវាគឺជាគម្រប់ខួបបាទគម្រប់ខួប60ឆ្នាំបាទនៃការប្រកួតនៃអង់គ្លេសដែលបានបាទលើពាន World Cup គម្រប់ខួប40ឆ្នាំដែលអាសង់ទីនបានទម្លាក់អង់គ្លេសដោយសារតែ Maradona បាទតើវាអាចទៅជាគម្រប់ខួបទាំងពីរនេះទៅជាខួបល្អឬក៏អាចទៅជាខួបដែលមិនល្អ40ឆ្នាំមុនធ្លាក់ដោយសារអាសង់ទីនវាអាចនឹង40ឆ្នាំក្រោយនេះធ្លាក់អាសង់ទីនទៀតទេធ្លាក់ដោយសារអាសង់ទីនទៀតទេសម័យការជឿនលឿនមកវាអត់គេមានអាចមកបានអីបានយើងក៏មិនខ្ញុំក៏មិនមែនថាទៅចំណុចនេះដែរប៉ុន្តែគ្រាន់តែជាការរំលឹកទៅដល់ប្រវត្តិបាទជូននឹងកាន់ប្រិយមិត្តបន្តិចបាទហើយយើងដឹងដែរថាចាប់តាំងពីពេលនោះមកជំរឿជាតិអង់គ្លេសមួយមិនជ្រៅទៅមិនឆ្ងាយជាមួយនឹង World Cup ទេបាទហើយត្រឹម4ក្រុមម្ដងឲ្យគត់18 4ក្រុមបាទតាំងពីលើកពានមកបានត្រឹម4ក្រុមគឺ under អស់បាទមានន័យទៅអញ្ចឹងយើងអាចនិយាយបានថាវាជាពេលវេលាមួយដែលវាតានតឹងមែនទែនបាទសម្រាប់ជំនឿជាតិអង់គ្លេសបាទហើយសម្រាប់ fan ដែលចូលរួមទស្សនាគឺលើកបដាច្រើនមែន1966ឆ្នាំ2026យេគត់ហ្មងគត់មួយទៀត Messi ដូចជាអត់ដែលលេងប៉ះអង់គ្លេសតែបាទដូចជានៅទេបាទដូចជានៅទេខានជួបនេះយូរបាទអត់ដែលជួបទេអត់ដែលជួបអង់គ្លេស Messi តែបាទជួបដូចចុងក្រោយ2005ហ្នឹង Messi គាត់ជាប់បណៃជាប់បណៃបានចូលលេងទៀតអញ្ចឹងលេខដំបូងរបស់ Messi ដែរថ្ងៃស្អែកហ្នឹងប៉ះគ្នាមួយអង់គ្លេសចំណុចដែលខ្ញុំមើលឃើញគឺសម្រាប់ជំរឿជាតិអង់គ្លេសគឺមិនសំដៅលើកីឡាករយើងសំដៅទៅលើតាទូសែលវិញបាទ head coach របស់ជំរឿជាតិអង់គ្លេសគឺតាហ្នឹងគឺគាត់ក្បួនរបស់គាត់តាំងពីណាពីណីមកគឺគាត់មិនសូវជាប្រយុទ្ធទេក្បួនគាត់គឺលេងការពារធ្វើឲ្យអ្នកមើលនឹងតឹងទ្រូងបាទដូចជាការប្រកួតរបស់ Chelsea បាទដែលគាត់ទៅដឹកនាំ Chelsea លើកពាន UEFA Champions League ចឹងយើងសួរថាតើគាត់លេងមិនគាត់លេងចឹងមួយទប់តែកុំឲ្យផ្លាត់មកផ្លាត់បន្តិចទៅហើយបាទក្បួនរបស់គាត់គឺតែប៉ុណ្្នឹងបាទប៉ុន្តែបើឲ្យគាត់ស៊ីគេហើយឲ្យគាត់បាទព្យាយាមបាទស៊ីទៀតអត់ទេបាទតែប៉ុណ្្នឹងទៅចឹងបាទតែសម្រាប់ការលេងខ្ញុំឃើញថាសម្រាប់ការលេងជាមួយនឹងក្បួនរបស់លោកទូសែលវាគឺត្រូវជាមួយនឹងអ្វីដែលអាសង់ទីនពងលេងបណ្ដោយព្រោះពងអាសង់ទីនអត់បុកផងពីអាសង់ទីនបាទអាសង់ទីនលេងចឹងមែនទេតោះឆ្លោឲ្យបានគាត់បុកអាសង់ទីនបើថានៅសូនស្មារតីនេះនៅពឹមហ្នឹងបាទលោកស្កាឡូនីអញ្ញឹមបាត់ហើយបាទមានស្អីទៀតចូលក្បួនគាត់បាទហើយព្រោះដោយសារតែបាទអ្នកដែលលេងមួយទូសែលលេងព្យាយាមបុកគឺចាញ់គាត់បាទអញ្ចឹងសម្រាប់លោក Scaloni នៅរដូវកាលនេះយើងឃើញអាសង់ទីគ្មានបុកអីផងបាទលេងបានធំមួយអញ្ចឹងតាទូសែលត្រូវដូរក្បួនណាដូរហើយដាក់ Harry Kane ចាំទីបាទអរគុណបាទអញ្ចឹងសម្រាប់បាទអញ្ចឹង admin សរិនថាអាសង់ទីនបាទហើយសម្រាប់បាទ admin ដុល្លារថាអង់គ្លេសសម្រាប់ខ្ញុំវាពិបាកត្រង់ថាសម្រាប់កីឡាករអង់គ្លេសត្បិតតែល្អច្រើនបាទប៉ុន្តែសម្រាប់កីឡាករអាសង់ទីនគឺភាគច្រើនគឺជាកីឡាករដែលមានបទពិសោធន៍ខ្ពស់ហើយក៏ជាកីឡាករជើងចាស់ភាគច្រើនសឹងតែមកនេះគឺគីប22ហ្នឹងខុសតែប្រហែលអ្នកបាទហើយអ្វីដែលខ្ញុំសង្កត់ធ្ងន់គឺមិនមែនលីអូណែលមេស៊ីទេបាទក្នុងរដូវកាលនេះយើងឃើញហើយសម្រាប់លីអូណែលមេស៊ីគឺគាត់ដើរច្រើនណាស់នៅលើទីលានបាទហើយសម្រាប់ការជួយអូខេយើងអាចនិយាយថាគាត់ជួយក៏បានច្រើនគាត់រកគ្រាប់បាល់បានផងបាទប៉ុន្តែយើងមើលទៅក៏វាជាតាក់ទិករបស់គាត់ដែរបាទការដើរលើទីលានច្រើនគឺគាត់រងចាំតែទៅមួយគាត់ទៅមួយប៉ុន្តែអ្វីដែលយើងបានមើលឃើញការរកគ្រាប់បាល់របស់អាសង់ទីនគឺតានតឹងបាទទី1ទី2គឺតកតងជាមួយនឹងតំបន់ការពារមើលទៅការការពារមើលទៅមានការចុះខ្វះខាតបាទខ្វះខាត Martinez បាទដល់ពេលគេធំគេខ្ពស់ពេកធ្វើអីអត់ចេញ
បាទពិបាកកន្លែងហ្នឹងបាទហើយបើសិនជាយើងកន្លែងទៅមើល Molina បាទកាលមុនមិនមែន Molina ទេតែឥឡូវគេដាក់ Molina លេងអញ្ចឹងតំបន់ស្លាប់ការពារខាងស្ដាំ Molina ស្ដាំ បាទ ដល់ពីហ្នឹងប្រហែលជាប្រើស្អែកហ្នឹង Romero ជាមួយនឹង Martinez ហើយ Lisandro Martinez បាទជាបំផុតពី Romero ទៅខ្ញុំគិតថាជាបំផុតពី Romero ហ្នឹងឯង Otamendi កាលមុនគីបគាត់22 Otamendi តែឥឡូវ Otamendi រៀងឆេចឹងគាត់ដែរដាក់ដល់ពេលថាថែមមកហ្នឹងអាចដាក់ សម្រាប់ខ្ញុំគិតថាវាគឺជាជំនួបមួយដែលជាប្រវត្តិសាស្ត្របាទដែលអង់គ្លេសគឺត្រូវតែស្ដារមុខមាត់របស់ខ្លួនឯងមកវិញបាទព្រោះដោយសារតែធ្លាប់ត្រូវបានម៉ារ៉ាដូណាទម្លាក់បាទអញ្ចឹងគាត់ត្រូវតែស្ដារមុខមាត់ខ្លួនឯងឲ្យត្រឡប់មកវិញបាទអញ្ចឹងសម្រាប់ការលេងនេះកីឡាករប្រហែលជាអាចនឹងមានបាទគេហៅថាសន្ទុះខ្ពស់ជាងមុនបាទហើយណាមួយទៀតការប្រកួតនេះគឺជាការប្រកួតមួយដែលសម្រាប់កីឡាករផ្សេងៗនោះគឺត្រូវតែមិនមែនកីឡាករណាអត់ប្រឹងទេប៉ុន្តែចង់និយាយថាការប្រឹងរបស់កីឡាករគឺវាមានដែនរបស់វាអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាសម្រាប់កីឡាករអង់គ្លេសលើកនេះគឺប្រហែលជាគេហៅថាទោះបីជាគេហៅថាអស់ជើងមួយខាងក៏ដោយក៏ទៅមុខដែរបាទអញ្ចឹងសម្រាប់ខ្ញុំគិតថាអង់គ្លេសប្រហែលជាអាចបាទទៅមុខប៉ុន្តែទៅមុខទាំងតានតឹងបំផុតបាទបាល់នេះមិនស្រួលអាចនឹងថែមម៉ោងទៀតថែមម៉ោង3នាទីទៀតពីហ្នឹងដូចឆ្លាញ់នឹងថែមមកដល់អត់មានសងទៀតឆ្វាក់បើពេលហ្នឹងទីវា Pickford អត់ឈ្នះ Martinez ទេ Martinez បើដល់ពេលទីខ្ញុំអត់សងទៀតមិនថាសងទៀតមិនថាបាទសងទៀតគេលើទី Martinez គាត់ល្អ Pickford មកដល់ Pickford ខាងស្គរពេលទី Martinez ក៏ដូចច្បាស់តឹងនៅក្លឹបគឺពេលទីហ្នឹងគឺភាច្រើនគឺតែងតែស្គរជាបានញឹកញាប់ដែរ Martinez ហ្នឹងហើយ Martinez ក៏ជួយឲ្យអាសងទីនលើកពីនដោយសារតែការប្រកួតពេលនាទីមួយបារាំងណាអូសើមកបានច្រើនគេមានក្បាច់កលែងគេឡយណាពេលបាទអញ្ចឹងសម្រាប់ខ្ញុំវិញខ្ញុំគិតថាប្រហែលជាមិនដល់ពេលទេមើលទៅបើតែដូចយើងពេលក៏វា50-50ដែរណាបាទ50-50តែគ្រាន់ថាសម្រាប់ការប្រកួតនេះខ្ញុំគិតថាប្រហែលជាអង់គ្លេសបាទមានអ្វីមួយដែលអាចនឹងធ្វើបានល្អជាងអាសងទីនបាទព្រោះយើងក៏លេចទៅមើលមួយរយៈនេះឃើញថាសម្រាប់អាសងទីនពិបាកមែនតើបាទយើងនិយាយថាពិបាកមែនតើបាទពិបាកមែនតើបាទតែអាសងទីនតែពិតសំណួរនេះខ្ញុំមិនគួរសួរទេថាតើសម្រាប់ admin 12គិតតែក្រុមណាលើកពាន World Cup បើខ្ញុំ fan អាសង់ទីនខ្ញុំគិតថាអាសង់ទីននឹង back to back champion នេះរដូវកាលនេះលើកបីជាតម្រង់ឃើញថារៀងខ្សោយរៀងចុះជាងមុនតែអារម្មណ៍ជា fan ណាបងធម្មតាគ្រប់ត្រធីមអីមិនចង់ឲ្យបនធីមលើកពានហ្មងadmin ដុល្លារគេថាអេស្ប៉ាញអូកូនកាត់អេស្ប៉ាញអាសង់ទីន fan តែមួយចុងក្រោយគឺអង់គ្លេសលើកពានបាទសម្រាប់ខ្ញុំមិនទាន់អាចនិយាយបានបើសិនជាយើងកលេចទៅមើលទម្រង់លេងរបស់អាសង់ទីនចេះទម្រង់លេងរបស់អង់គ្លេសចេះសួរថាទៅរួចជាមួយនឹងអេស្ប៉ាញនិងបារាំងទេអត់បាទទៅអត់រួចទេបើលេងបែបចេះខ្ញុំគិតថាបើមិនបារាំងគឺអេស្ប៉ាញបាទប៉ុន្តែក្រុមទាំងពីរសោកស្ដាយមែនតើបាទជួបគ្នាវគ្គ4ក្រុមចុងក្រោយទៅខ្វះគ្នាវគ្គផ្ដាច់ព្រាត់ខ្ញុំគិតថាល្អមើលមិនបាច់និយាយទេដឹងឲ្យឆ្ងាញ់បាទល្អមើលមិនស្ទើរទេណាប៉ុន្តែស្ដាយមែនតើបាទស្ដាយមែនតើសាយតម្រូវឲ្យជួបគ្នាវគ្គ4ក្រុមចុងក្រោយបាទអូអ្នកសម្រាប់AI ទៀតបារាំង2ស្ប៉ាញ1តែបងកលេចមើលការប្រកួតរបស់អង់គ្លេសមួយរយៈក្រោយនេះឈូត Bellingham 4គ្រាប់ពីប្រកួតរបស់គាត់ហើយឆ្មក់រហូត2ឥឡូវដូចជាលេខ4លេខ5នៃ top scorer ដែរឈូត Bellingham អាលេងសោយ4គ្រាប់បង2គ្រាប់ផ្អែមរបស់គាត់ចឹងទៅសម្រាប់អង់គ្លេសគឺគាត់មិនមែនយក Harry Kane ធ្វើជាបាទប្រយុទ្ធតូល striker ពេញទេតាមពិតទៅក្បួនហ្នឹងគឺគេហៅថាក្បួនថាតាក់ម៉ួយទេបាទ Harry Kane គឺលេងគឺដើម្បីទាញយកខ្សែការពាររបស់គេទេហើយអ្នកដែលបញ្ចប់ទីគឺភាគច្រើនគឺ Bellingham បាទក្បួននេះបាទហើយសម្រាប់ Harry Kane បច្ចុប្បន្នក៏គាត់ចាប់ផ្ដើមផ្លាស់ប្ដូរពីអ្វីដែលគាត់ធ្លាប់តែជា striker ពេញលេញនោះគឺគាត់ចង់ជួយចែកបាទសំបីតែនៅបយលមិនក៏មើលទៅក៏គាត់អត់ប្រយុទ្ធដែរគាត់ព្យាយាមឲ្យគេប្រយុទ្ធច្រើនតែយូរទៅចំជើងគាត់ក៏គាត់ដាក់ទៅគ្នាទេបាទគ្រាន់ថាសម្រាប់ការប្រកួតនេះខ្ញុំជឿជាក់ថា Bellingham គឺដើរតួនាទីជាប្រយុទ្ធច្រើនជាង Harry Kane បាទមានតែចាំមើលតើអ្នកណាជាអ្នកណាបាទតែសម្រាប់ខ្ញុំគិតថាប្រហែលជាអាចអង់គ្លេសនឹងមានអ្វីមួយបាទប្លែកបាទព្រោះថាក្នុងចំណោមទាំងអស់
គឺបិទតែអង់គ្លេសឡើងមកយើងទៅដាប់ទៅដួស បាទបង ប៉ុន្តែយើងមើលទៅគឺរៀងរាល់ពេលដោះដូរកីឡាករគឺប្លែកទម្រង់លេងរបស់លោកគ្រូគឺមានការផ្លាស់ប្ដូរកីឡាករច្រើនមែនទែនសូម្បីតែ Rest James ក៏ដាក់លេងចុងដាក់លេងមកវិញអញ្ចឹងហើយសូម្បីតែពេលខ្លះគាត់ដោះដូរ Declan Rice ចេញអញ្ចឹងមើលទៅអ្វីល្បិចល្បោចរបស់លោក Tuchel គឺអត់ទាន់អស់ទេវាខុសពីលោក Scaloni លោក Scaloni លោកទីបំផុតដាក់ប្រយុទ្ធ5នាក់យើងគិតមើលមិនធម្មតាណាដល់ដាក់អស់លីងអញ្ចឹងណាដល់ដាក់អស់លីងអញ្ចឹងមានន័យថាសម្រាប់អាសង់ទីនគឺអស់ហើយអស់អ្វីដែលនឹងត្រូវបញ្ចេញទៀតហើយតែអង់គ្លេសនៅសល់អ្វីដែលត្រូវបញ្ចេញបាទអញ្ចឹងខ្ញុំគិតថាលោក Tuchel នឹងមានអ្វីដែលត្រូវបញ្ចេញនៅថ្ងៃស្អែកបាទមិនដែរគិតមិនដែរ សងទីន គិតឃើញតែសងទីនមកដឹកមកបាំងវិញតែសងទីន បាទហើយសម្រាប់បាទគិតថាគួរតែចង់ឲ្យអាសងទីនខ្លួនឯងហ្នឹងប៉ះមួយអីណា admin សរិន ខ្ញុំចង់ឲ្យប៉ះមួយប៉ូទុយហ្គាល់ហ៎បងខ្ញុំនិយាយមែនពីអារម្មណ៍ខ្ញុំ ចង់គួរផ្ដាច់ព្រោះនេះប៉ះប៉ូទុយហ្គាល់ប៉ះគាត់ អត់ទេបើបកបន្តិចណាអញ្ចឹងបើពីខ្ញុំចង់ឲ្យប៉ះអេស្ប៉ាញបងខ្ញុំចង់ឲ្យប៉ះអេស្ប៉ាញដោយសារតែអាសង់ទីនយើងដឹងហើយអាសង់ទីនមួយអេស្ប៉ាញនោះ fan គឺតែមួយហ៎បងភាគច្រើនគឺតែមួយសឹង 80% ហីបាទ fan អេស្ប៉ាញកើតចេញពី fan បាសេហើយ fan បាសេកើតចេញពី fan Lionel Messi ដែរអញ្ចឹងពួកគាត់ក៏ចង់ឃើញរូបភាពដូចខ្ញុំចង់ឃើញដែរចង់ឃើញអេស្ប៉ាញមួយអាសង់ទីនប៉ះគ្នានៅវគ្គ final ក្រុមទាំងពីរហ្នឹងនរណាលើកពានក៏បានដែរ អញ្ចឹងមិន អាចកើតឡើងដែរអាចកើត បា ឡើង ទ ដែរ អាចកើតបង អញ្ចឹងមិនបាសេពាត់តមួយបាសេ បាទព្រោះ fan ដូចគ្នាគេចង់ឃើញរូបភាពហ្នឹងបង បាទ ណាគេបាទបង រដូវកាលនេះកីឡាកររៀលអត់ជាប់ប៉ិតជម្រើសជាតិបងអញ្ចឹងការប្រកួត បានមកស្គប់ដុល្លារមួយតែទៅចុះហុងប្រាបាននេះណា អញ្ចឹងទៅនិយាយទៅអី អត់លោតពេលនេះហ្មងអត់លោតពេលអត់តន់ confirm ហ្មងហ្នឹង កីឡាករបាសេប្រហែល4នាក់បាត់ហ្នឹងទីលាន11នាក់របស់គាត់គីបស៊ីនហ្នឹង គីបស៊ីន មក11នាក់បាត់ហើយ ណាអញ្ចឹងបាសេប៉ះបាសេ បាទអត់ទេបើរូបភាពហ្នឹងកើតឡើងមែនណាបងខ្ញុំគាត់ថា fan គឺអត់ឈឺចិត្តទេមួយណាលើកពានក៏បាន បាទនិយាយថាគឺអែមហ្មងអាហ្នឹងគឺជំនួបដល់អែមហើយសម្រាប់ឆ្នាំនេះ បាទហើយសម្រាប់ admin ដុល្លារគិតថាមុននឹងក្រុមទាំងអស់ឡើងមកដល់វគ្គនេះគិតថាក្រុមណាដែលឡើងមកមើលទៅដូចរៀងហេង 4ក្រុមនេះតា ហ្នឹងហើយ ហេសងទីនហ្នឹង តែការប្រកួតតឹងណាបងឃើញយើងឃើញថាអូជួបការវាយមានអី ហេស្ប៉ាញមួយបារាំងគេឡើងមកគេនេះហើយគេបោះគេហើយ គេហេត អាសងទីនហេមក បើយើងនិយាយចេះវិញ ដាក់2-0នាទីទី8ហើយមក3-2វិញដេកមកផ្លែតសោះ ខុសគ្នា5-10នាទី បើយើងនិយាយវិញថាអាសងទីនគេត្រាយផ្លូវឲ្យណាប៉ុន្តែផ្លូវមើលទៅដូចជាស្រួលដើរតែដើរទៅពិបាក តែដើរទៅពិបាកដូច បាទ ដើរដោយអត់ពាក់បាយជើងជន់បលា ដល់តែលេខមើលទៅអេស្ប៉ាញនោះបាទប៉ះប៉ូទុយហ្គាល់ផងអីផងបាទប៉ុន្តែគេនៅធ្វើបានល្អ ប៉ះបែលស៊ិចប៉ះប៉ូទុយហ្គាល់ប៉ះអស់វគ្គ16 32ជួបសឹកខ្លាំងបាទអញ្ចឹងយើងដូចជាពេលវេលារបស់យើងក៏វែងឆ្ងាយណា1ម៉ោងជាងហើយបាទអញ្ចឹងក៏មានសំណួរមួយទៀតសួរទៅកាន់ admin ដុល្លារដែរថាគិតថាការលេងមកដល់វគ្គនេះតើក្រុមណាដែលយើងគិតថានឹងទៅខាងមុខបាទឧទាហរណ៍ថាយើងនិយាយថា2030ចុះដែលអាចនឹងធ្វើបានល្អនៅក្នុង World Cup រដូវកាលក្រោយ ខ្ញុំមាន2ទី1គឺបារាំងហើយទី2គឺជប៉ុន អូបាទនឹកឃើញមិនឲ្យជប៉ុនបាទ មានអាស៊ីដូចគ្នាតាគាត់ថាជប៉ុនឃើញធនធានរបស់គាត់ការបន្តបដារបស់គាត់ក៏រៀងច្រើនក៏ខ្លាំងហើយកីឡាកររបស់គាត់លេងនៅក្លឹបអឺរ៉ុបធំៗឥឡូវដូចជារៀងច្រើនដែរគាត់គឺការសហការគ្នាជាមួយរបស់ជប៉ុនយើងដូចខ្ញុំថាខ្ញុំស្ដាយតែជប៉ុនវាមិនគួរតែប៉ះមួយប្រេស៊ីលនៅក្នុងវគ្គ32ហ្នឹងគួរតែគេចផុតតែវាហុងស៊ុយបណ្ដាលត្រូវតែជួបប្រេស៊ីលយើងដឹងថាប្រេស៊ីលលំដាប់នេះហើយលំដាប់គឺថាគេខ្លាំងណាបាទជប៉ុនបើថាអាចប៉ះក្រុមផ្សេងក៏ជប៉ុនអាចមកដល់រៀងជ្រៅដែរគឺថា2030ជប៉ុននឹងមានគោលដៅកាន់ធំជាងហ្នឹងទៀតអាចនឹងឡើងដល់វគ្គជ្រៅជាងហ្នឹងអត់អាចត្រឹម32យ៉ាងទៀតទេពូលរបស់ជប៉ុនហ្នឹងក៏នេះទៀតមួយហូឡង់ទៀតពូលវគ្គចែកពូលនៅមួយហូឡង់ទៀតដល់ក៏ជប៉ុនរៀងមករៀងពិបាកជាងគេ ទុនមួយតែទេអូតូនេស៊ីមួយជប៉ុន ហ្នឹង តោះឥឡូវឈានចូលដល់សំណួរចុងក្រោយបាទសម្រាប់បាទ admin ទាំងពីរតើអ្នកណាដែលនឹងអាចខ្លាយជាម្ចាស់ពានស្បែកជើងមាស អឹមបាប៉េបង ខ្ញុំ Lionel Messi បាប៉េហើយ
và nhóm Messi ở đấy nhóm nhà làm tham Pussy nơi tại thưa hướng tu bây chỉ có bà thèm thèn nó không cao một bà con cái đó mà tay nhóm nơi tại cái là con ai World Cup đôi chỉ con nơi đó bài trưng miên mua thế này ở toàn này con complete football có thấy lên mà pe mà có pe tí pi gọt mà châu nó đập họ bắt đóแต่ก่อนเปย์โจluôn này มาเป้ สุดท้ายมาเปย์เปย์ตีก็โจได้ก็ไม่เอามาเปย์ผมบนกว่า บ่าเป้มีมวยได้ បាទ แล้วก็จังอักซีเอามาเปย์แต่เอามาเปย์ใบอักซีให้เมสซี่บานปีเดย์ អូខេអញ្ចឹងយើងក៏សម្របសម្រួលប៉ុណ្ណេះទៅចោះបាទអរគុណដល់ការប្រិយមិត្តទាំងអស់គ្នាបាទដែលតាមដានបាទហើយខន្តីភ័យទោសបាទអត់បានតបខមមិនដោយសារតែបាទថ្ងៃនេះមានសំណួរច្រើនបាទដែលយើងត្រូវបកស្រាយបាទហើយសម្រាប់ការកម្មវិធីលើកក្រោយនឹងជួបគ្នានៅថ្ងៃសុក្របាទប្រិយមិត្តនឹងជួបគ្នានៅថ្ងៃសុក្របាទហើយប្រិយមិត្តសម្រាប់ខ្ញុំបាទគឺកម្មវិធីរបស់ខ្ញុំបាទបន្តនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកធម្មតាបាទអញ្ចឹងយើងជួបគ្នាធម្មតាបាទថ្ងៃនេះពិសេសបន្តិចបាទដែលមាន admin Seren និង admin តុលាបាទចូលរួមជាមួយនឹងកម្មវិធីរបស់យើងបាទគុណច្រើនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងខន្តីភ័យទោសសម្រាប់ comment បាទហើយណាមួយម៉ាស៊ីនខ្ញុំអត់សូវស្រួលហ្មងម៉ាស៊ីនគឺវាមានបញ្ហា error បាទដល់អញ្ចឹងទៅតែបើកចេញវិញបាទអញ្ចឹងអត់បានតបទៅកាន់ comment របស់ប្រិយមិត្តទេខន្តីភ័យទោសមែនតើបាទនឹកស្មានតែរឿងអញ្ចឹងណាបាទឃើញប្រិយមិត្ត comment ច្រើនដល់ខន្តីភ័យទោសមែនតើដោយសារតែថ្ងៃនេះគឺម៉ាស៊ីនខ្ញុំអត់ស្រួលបាទអញ្ចឹងធ្វើឲ្យវាតែមកលុតបាទលុតឲ្យតែចេញវិញមិញដល់អញ្ចឹងនិយាយប្រាប់ប្រិយមិត្តត្រង់មកទៅបាទអញ្ចឹងវាអត់ដឹងថាមានមកបញ្ហាអីបាទធម្មតារបស់ចាស់វាប៉ុណ្្នឹងឯងបាទយើងទិញរបស់ថ្មីវាអត់លុយបាទអញ្ចឹងវាតែអរគុណប្រិយមិត្តទាំងអស់គ្នាបាទហើយជាពិសេសក៏អរគុណដល់ admin Seren បាទអរគុណមីនដុល្លារបាទដែលបានចំណាយពេលវេលាបាទចូលរួមជាមួយនឹងកម្មវិធីបាទហើយចាប់ពីអាចនិយាយបានថាថ្ងៃសុក្រទៅយើងនឹងព្យាយាមឲ្យល្អភាសាពី1-0ទៅ1-0ជូនដល់ប្រិយមិត្តទាំងអស់គ្នាផងដែរហើយខន្តីអភ័យទោសម្ដងទៀតសម្រាប់ថ្ងៃនេះអត់បានតខមមិនប្រិយមិត្តតបបានតែ1បានតែ2ក៏ពីបញ្ហាទៅបាទអញ្ចឹងក៏ជូនពរប្រិយមិត្តអស់គ្នាឲ្យជួបសុខភាពមង្គលសំណាងល្អសុខភាពល្អជាឆ្ងាយរោគចង្រៃទាំងឡាយទាំងពួងប្រាថ្នាឲ្យបានសម្រេចដូចសេចក្តីបំណងបងប្រាថ្នាសម្រាប់យប់នេះប្រិយមិត្តបាទ over ទៅបាទដឹងតែមានក្របហើយ over យកម៉ាស៊ីនថ្មីវិញហ្មងបាទ over យកម៉ាស៊ីនថ្មីប្រយ័ត្នតែអស់តែម៉ាស៊ីននឹងទៀតតែយប់នេះ over បាទប្រិយមិត្ត over ប៉ុន្មានទេដឹងទេ over ដូចជា2បូកបងខ្លាំងប៉ះខ្លាំងគឺ2បូកប្រាំងដូចជាឲ្យតែ0បូក0កន្លះស្រោកន្លះដូចថាវគ្គនេះឲ្យឆ្លាញ់អីយកហ្នឹងទៅមានអញ្ចឹងទេសម្រាប់ខ្ញុំស្ប៉ាញទៅខ្ញុំគិតថាត្រឹម0កន្លះយកបារាំងទៅមាន2ជំរឿបងបើសិនជាកុំឲ្យមានហានិភ័យយើងអាចលេង0បាន0តែត្រង់ទឹកលើយើងទៀតតិចដូចទៀតបាទអញ្ចឹងកុំឲ្យហានិភ័យបាទយក over ទៅបាទយើងអង្គុយសบายដល់ចុងម៉ោងហើយយើងយក under ច្រើនណាស់ជួនកាលតែគេបុកគ្នាជួនកាលលេងបាន5-10នាទីឈប់បានមើលបាត់បាទ World Cup ហ្នឹងអញ្ចឹងបងអ្នកលេង under សบายរហូតតង់ទី1គេអត់ស៊ីគ្នាដល់ពេលគេស៊ីគ្នាក៏ស៊ីឲ្យមើលហ្មងមួយផ្លែត2 3 4អីចឹងទៅមួយផ្លែតទេតង់ទី1កម្រស៊ី0ស្មើដល់ចោលដល់ពេលគេចង់បានស៊ីគេហែវបងដល់បងគេហែវអាហ្នឹងគេហូបហើយបាទអរគុណប្រិយមិត្តអរគ្នាបាទអញ្ចឹងជាចុងក្រោយនេះផងដែរសម្រាប់ខ្ញុំបាទទាំង3នាក់បាទក៏សូមអរគុណនិងសូមគោរពលា